មនុស្សខូចទេមិនមែនទេខ្ញុំជាអញគឺអ្នកស្ដាប់ខ្ញុំនិយាយសិនអញពិតជាមនុស្សខូចមែនអញយល់ច្រឡំហើយខ្ញុំពិតជាមិត្តរួមបន្ទប់របស់អញមែនឈប់កញ្ញាកុំយល់ច្រឡំអីខ្ញុំជាមិត្តរួមបន្ទប់ជួលរបស់នាងទេបន្ទប់ជួលរួមគ្នាម្ចាស់ផ្ទះមិននឹងអាចឲ្យប្រុសម្នាក់មកជួលរួមបន្ទប់ជាមួយស្រីម្នាក់ដូចខ្ញុំទៅខ្ញុំនិយាយពិតមែនតំណាងជួលផ្ទះប្រាប់ថា300ក្នុងមួយខែទើបខ្ញុំជួលទៅបើមិនជឿទេមានលេខទូរស័ព្ទនៅលើកិច្ចសន្យាជួលផ្ទះនាងសាកខទៅមើលទៅជំរាបសួរខ្ញុំលីមកពីក្រុមហ៊ុនអចលនទ្រព្យហៃឆឹងរីករាយនឹងបម្រើលោកស្រីសួស្ដីតើបន្ទប់ផ្ទុកអីវ៉ាន់នៅបន្ទប់លេខ2511នៃសហគមន៍អានីងត្រូវបានជួលឲ្យមនុស្សម្នាក់ឈ្មោះវ៉ាងលីនមែនទេបាទមែនហើយលោកស្រីតើមានសំណួរអ្វីផ្សេងទៀតទេគ្មានអ្វីទេមានរឿងបែបនេះគឺគ្រប់គ្រាន់ហើយតាមពិតទៅអញពិតជាអ្នកជួលផ្ទះមែនតើខ្ញុំប្រាប់ហើយនាងមិនជឿខ្ញុំសោះនាងជាកូនស្រីសោះមិនក៏ដៃធ្ងន់ម្ល៉េះសុំទោសផងណាចាំខ្ញុំទៅយកប្រអប់ថ្នាំមកឲ្យអូកញ្ញាប្រជ្រួយនៅលើដើមទ្រូងនាងស្អាតណាស់ឯងនៅមើលទៀតឯងនៅហ៊ានមើលទៀតហេនេះសុទ្ធតែជាការយល់ច្រឡំទេនាងមិនអាចបន្ទោសខ្ញុំបានទេខ្ញុំមិនខ្ជិលរវីរវល់ជាមួយឯងទេណែកាត់អីហ្នឹងខ្ញុំមិនអីទេជំងឺចាស់ទេថ្មីនេះតែងតែឈឺក្បាលភ្លាមសម្រាប់បន្តិចទៅជាហើយពិតជាមានបញ្ហាមែនតើនាងតែងតែមានអារម្មណ៍ថាគេងមិនស្កប់គ្មានកម្លាំងកំហែងហើយរមាស់ខ្លួនប្រាណដោយគ្មានមូលហេតុដែរឬទេបិចក៏ឯងដឹងឯងជាគ្រូពេទ្យមែនទេខ្ញុំមិនមែនជាគ្រូពេទ្យទេខ្ញុំជាគ្រូហុងស៊ុយម្នាក់នាងកំពុងត្រូវបានគេដាក់អំពើអាបធ្មប់ហើយមានខ្មោចតូចមួយកំពុងបិទជញ្ជក់ថាមពលរបស់នាងជាបន្តបន្ទាប់កុំមកបំភ័យខ្ញុំអីប៉ុន្តែកុំខ្លាចអីទុកចិត្តលើខ្ញុំចុះខ្ញុំនឹងចាប់ខ្មោចនោះឲ្យនាងចាំមើលណានិយាយរឿងមិនគួរឲ្យជឿគ្មានអីសោះឯងកំពុងធ្វើឈួតអីហ្នឹងស៊ូកុំនិយាយអីកុំឲ្យខ្មោចភ្ញាក់ផ្អើលបើបំភ័យវាឲ្យរត់បាត់នោះមិនល្អទេណែឯងទៅណាហ្នឹងណែរកអីវ៉ាន់ក៏រកទៅមិនក៏មកបន្ទប់គេងខ្ញុំធ្វើអីខ្មោចនៅក្នុងថតទូនេះហើយខ្ញុំមើលទៅឯងច្បាស់ជាអួតហើយនៅក្នុងថតទូនេះសុទ្ធតែជារបស់ផ្ទាល់ខ្លួនរបស់ខ្ញុំមិននឹងអាចមានខ្មោចទៅខ្ញុំឃើញថាឯងច្បាស់ជាចង់ចូលបន្ទប់គេងរបស់ខ្ញុំហើយត្រីវិស័យមិនកុហកទេចាំមើលខ្ញុំចាប់ខ្មោចឲ្យនាងខ្ញុំប្រាប់ហើយតើទីនេះសុទ្ធតែជារបស់ខ្ញុំមិននឹងអាចមានខ្មោចទៅនាងពិតជាមិនឃើញមែនហេះវាផ្សែងហុយខ្លាំងរហូតដល់ខ្ញុំបើកភ្នែកមិនរួចទៅហើយពិតមែនឬលេងសាច់ហ្នឹងបើអញកំពុងសម្ដែងគឺសម្ដែងបានល្អណាស់ណែកុំកំរើកចាំខ្ញុំសង្កត់ខ្មោចនេះឲ្យនាងសិនវ៉ា
ឯងចេះលេងសៀកទៀតផងរួចរាល់ហើយឥឡូវខ្មោចត្រូវខ្ញុំសង្កត់នៅក្នុងតុតានេះហើយបន្ទាប់មកគ្រាន់តែដុតតុតានេះចោលនោះនឹងអាចដោះអំពើបានហើយឯងចង់និយាយថាខ្មោចនៅក្នុងតុតានេះមែនទេបាត់មែនហើយមិននឹងអាចទៅរួចទៅនេះជាកាដូថ្ងៃខួបកំណើតដែលមិត្តសម្លាញ់បំផុតរបស់ខ្ញុំជូនខ្ញុំតើឬមួយក៏មិត្តសម្លាញ់ខ្ញុំចង់ធ្វើបាបខ្ញុំរឿងនឹងពិបាកនិយាយណាស់ណានេះជាបន្តោងត្បូងកំបាំងភ្នែកដែលលោកគ្រូផុងជូនខ្ញុំវាផ្សារភ្ជាប់នឹងខ្មោចដែលជូនទៅស៊ូមៀវគឺបន្តោងត្បូងប្រេះបែបនេះតើខ្មោចត្រូវបានគេរកឃើញហើយមែនទេបើខ្មោចត្រូវបានបំផ្លាញខ្ញុំនឹងត្រូវរងការប៉ះពាល់ត្រឡប់មកវិញស៊ូគឺខ្ញុំទេបើកទ្វារឲ្យផងស៊ូមិត្តសម្លាញ់ខ្ញុំចាងស៊ីនមកដល់ហើយតុកតានេះគឺនាងជាអ្នកជូនខ្ញុំចង់ដឹងថានៅចំពោះមុខនាងផ្ទាល់ឯងនៅនិយាយផ្ដេសផ្ដាស់ទៀតអត់មកហើយខ្ញុំទើបតែសង្កត់ខ្មោចនោះរួចម្ចាស់ពិតប្រាកដក៏មកដល់តែម្ដងមិត្តសម្លាញ់ឯងមកហើយមែនទេស៊ូតាតុកដាឡាប៊ូប៊ូដែលខ្ញុំជូនឯងនៅណាឆាប់យកមកឲ្យខ្ញុំមើលបន្តិចមើលឯងមកទាន់ពេលល្អណាស់ពួកយើងទើបតែនិយាយគ្នាអំបញ្ញមិញសោះចាំខ្ញុំណែនាំឲ្យស្គាល់នេះគឺជាមិត្តរួមបន្ទប់របស់ខ្ញុំគាត់ឈ្មោះវ៉ាងលីនសួស្ដីខ្ញុំឈ្មោះវ៉ាងលីនជាគ្រូហុងស៊ុយម្នាក់ថ្ងៃធម្មតាជួយមើលហុងស៊ុយឲ្យគេហើយម្ដុំកាលក៏ជួយចាប់ខ្មោចដែរបន្តោងត្បូងប្រេះហើយឬមួយគាត់ជាអ្នករកឃើញខ្មោចនោះមិនបានទេខ្ញុំត្រូវតែដេញគាត់ចេញមិនអាចឲ្យគាត់មកបំផ្លាញការងារល្អរបស់ខ្ញុំបានទេស៊ូមិនក៏ឥឡូវឯងឲ្យមនុស្សប្រុសមកជួលបន្ទប់ជាមួយអីចឹងបើមិនកើតទេឯងទៅរស់នៅជាមួយខ្ញុំទៅមនុស្សម្នាក់នេះមើលទៅមិនមែនជាមនុស្សល្អសោះគាត់ហេះមើលទៅរៀងចម្លែកបន្តិចមែនតែចរិតលក្ខណៈគាត់ក៏មិនអីដែរស្គាល់មុខមិនស្គាល់ចិត្តមនុស្សពិបាកស្មានណាស់មនុស្សខ្លះមើលទៅស្លូតត្រង់តែតាមពិតពោពេញដោយគំនិតអាក្រក់ត្រូវហើយនិយាយត្រូវណាស់មនុស្សដែលមានចិត្តដូចសត្វធាតុនោះមានច្រើនណាស់ឧទាហរណ៍ដូចជាការជូនខ្មោចទៅមិត្តសម្លាញ់បំផុតរបស់ខ្លួនជាដើមឯងនិយាយផ្ដេសផ្ដាស់អីហ្នឹងឯងកំពុងនិយាយបញ្ឆេះបញ្ជាដាក់ខ្ញុំមែនទេណែមិនក៏ឯងប្រញាប់ម្លេះខ្ញុំមិនបាននិយាយពីនាងផងមិនក៏នាងចេញមុខមកដោយខ្លួនឯងអីចឹងស៊ូកុំស្ដាប់គាត់និយាយផ្ដេសផ្ដាស់អីខ្ញុំមិនដែលជូនខ្មោចទៅឯងនោះទេឯងកុំបារម្ភអីពួកយើងជាមិត្តភក្តិល្អនឹងគ្នាច្រើនឆ្នាំហើយគ្មានផ្លូវសង្ស័យលើឯងទេខ្មោចនេះណាទោះបីជាសាហាវខូលខើមែនតែវាមានចំណុចខ្សោយដ៏ធំមួយគឺវាស៊ីម្ចាស់ខ្លួនឯងនៅពេលដែលតុកតាខ្មោចនោះត្រូវបានបំផ្លាញនោះអ្នកដាក់អំពើប្រកាសជាត្រូវរងការប៉ះពាល់ត្រឡប់ទៅវិញជាក់ជាមិនខាននាងមិនបាននិយាយថាខ្ញុំនិយាយផ្ដេសផ្ដាស់ទេហេល្អណាស់ឥឡូវខ្ញុំនឹងកំទេចវាដើម្បីចង់ដឹងថាពិតឬមិនពិតឯងចង់ធ្វើអីហ្នឹងឈប់ភ្លាមកុំមុខរបស់ខ្ញុំឯងបានធ្វើអីដាក់ខ្ញុំហ្នឹងត្រូវខ្មោចធ្វើបាបត្រឡប់មកវិញធ្វើខ្លួនឯងទទួលខ្លួនឯងទៅសូម្បីតែទេវតាក៏ជួយមិនបានដែរស៊ូជួយខ្ញុំផងគឺអ្នកប្រុសវាងបង្ខំឲ្យខ្ញុំធ្វើបាបឯងទេខ្ញុំមិនចង់ស្លាប់ទេជួយខ្ញុំផងឥឡូវទៅមកសុំទោសយឺតពេលហើយយ៉ាងម៉េចដែរឥឡូវជឿពាក្យខ្ញុំហើយមែនទេពួកយើងច្បាស់ជាមិត្តល្អបំផុតនឹងគ្នាមិនក៏នាងចង់ធ្វើបាបខ្ញុំទៅវិញរឿងនេះណាគ្មានអ្វីក្រៅពីការច្រណែនឬក៏ការចង់បានផលប្រយោជន៍នោះទេចាំបន្តិចនាងនិយាយមិញនេះថាខ្មោចនោះគឺអ្នកប្រុសវាងជាអ្នកឲ្យមែនទេអូមែនហើយដូចជាធ្លាប់ពីឈ្មោះអ្នកប្រុសវាងមែននិយាយអញ្ចឹងតើអ្នកប្រុសវាងនឹងជាអ្នកណាទៅអ្នកប្រុសវាងមានឈ្មោះពិតថាវាងហោរ៉ានជាកូនច្បងនៃគ្រួសារវាងថ្ងៃធម្មតាចូលចិត្តធ្វើបាបគេមិនដែលធ្វើរឿងល្អទេគាត់គឺជាមនុស្សថោកទាបម្នាក់កាលពីកន្លះឆ្នាំមុនគាត់បានមកដណ្ដឹងខ្ញុំតែត្រូវខ្ញុំបដិសេធគ្រាន់តែរឿងនេះគ្រួសារខ្ញុំត្រូវរងការគៀបសង្កត់ពីគ្រួសារវាងអស់រយៈរត់ចេញមកជួបផ្ទះផ្ទាល់តែម្ដងខ្ញុំស្មានតែរឿងនេះចប់ត្រឹមនឹងហើយតែអ្នកណាទៅដឹងថាគេគុំគួនថ្នាក់នឹងសូម្បីតែល្បិចបញ្ចុះបញ្ចូលមិត្តសម្លាញ់ខ្ញុំឲ្យមកធ្វើបាបខ្ញុំក៏នាងគិតចេញដែរតើឯងថាខ្ញុំគួរធ្វើម៉េចទៅ
អ្នកដែលអាចបង្កើតផលកម្មអាក្រក់បែបនេះបានច្បាស់ជាមិនមែនជាមនុស្សធម្មតាទេនៅពីក្រោយខ្នងវាងហាវរ៉ានេះច្បាស់ជាមានគ្រូមន្តអាគមពូកែម្នាក់ហើយហឹមគ្រាន់តែពេលនេះខ្មោចព្រីមិនទាន់ត្រូវបានកម្ចាត់នៅឡើយទេគឺមនុស្សរបស់ត្រកូលវាងខ្លាចថាមិនព្រមបញ្ឈប់ដោយងាយទេមើលទៅប្រហែលជាយប់នេះហើយនឹងបញ្ជូនព្រលឹងខ្មោចកំណាចមកយកជីវិតកុំបំភ័យខ្ញុំអីគ្រាន់តែមិនដឹងថាជាខ្មោចស្រីអាវក្រហមឬក៏ចេញទៅឬមួយក៏កូនខ្មោចអំបាញ់មិញនេះយប់នេះឯងអាចគេងកំដរខ្ញុំបានទេក៏មិនបានដែរលោកប្រធានលេងគម្រោងលេខ632មានគ្រូសេម្នាក់មកជួយហើយគាត់បានដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នោះរួចរាល់ហើយល្អណាស់តើដោះស្រាយដោយរបៀបណាគាត់ថាបង្គោលថ្មដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៍នោះត្រូវបានគេយកមនុស្សរស់មកធ្វើជាគ្រីស្ទបូជាទើបធ្វើឲ្យវិញ្ញាណចងគំនុំពេញទីនោះទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់បែបនេះលុះពេលកម្មករវាកំទេចវាទៅក៏ស្រាប់តែឃើញក្រុងឆ្អឹងមនុស្សនៅក្នុងបង្គោលថ្មនោះមែនតាមសម្ដីគ្រូសេម្នាក់នោះថាក្រោយពីយកក្រុងឆ្អឹងនោះទៅបញ្ចុះរួចមកក៏លែងមានគ្រោះថ្នាក់ចរាចរណ៍បែបនេះទៀតឡើយមើលចុះនេះជាព័ត៌មានរបស់គ្រូសេម្នាក់នោះហួងលីងប្រហែលជាគាត់អាចជួយសង្គ្រោះជីវិតលោកតាបានតើលោកក្រវ័យក្មេងវាងលីនម្នាក់នេះនៅណាឥឡូវនេះខ្ញុំបានស្រាវជ្រាវរួចហើយគាត់ទើបតែមកស្នាក់នៅបូរីអាននាងកាលពីម្សិលមិញហើយឥឡូវនេះកំពុងតែមើលរិស័យនៅផ្លូវជៀនស៊ឺតោះទៅជាមួយខ្ញុំឥឡូវនេះដើម្បីទៅអញ្ជើញលោកវាងលីនអូហេគួរឲ្យក្រែងចិត្តណាស់នាគជ័យម៉ាយតើអញចង់ធ្វើអីហ្នឹងអត់ទេគេងជាមួយនាងតើឯងគេងលើឥដ្ឋខ្ញុំគេងលើគ្រែគឺកំដរគេងបែបហ្នឹងតើខ្ញុំស្មានតែគិតចង់ផ្អែមល្ហែមអីហ្នឹងយកសពទៅខ្ញុំព្រមមានឯងណាហាមឆ្លងព្រំដែនឲ្យសោះបើមិនអញ្ចឹងទេ No បាទបន្ទាប់មកនិយាយទាំងប្រញាប់ថាអូយចង្កេះខ្ញុំឥតនេះពិតជាមិនមែនសម្រាប់មនុស្សគេងទេឈឺចង្កេះណាស់ឈឺស្ទើរងាប់ហើយអូយហេនឹងហើយអូយមិនខុសទេគឺឯងនឹងហើយឯងមកវីមុនមកធ្វើអាញាបានហើយឬនៅបើតូបលក់ដូរក៏ត្រូវធ្វើបានដែរអីកន្លែងនេះជាទឹកដីរបស់ក្រុមខ្លាខ្មៅតើទឹកដីរបស់គូកូលបើតូបលក់នៅទីនេះត្រូវបង់លុយ 2000 ដើម្បីធ្វើអាញាបានបើមិនអញ្ចឹងទេមិនអាចលក់បានទេលុយ 2000 គ្រប់គ្រាន់សម្រាប់ខ្ញុំជួលផ្ទះបាន7 ខែហើយខ្ញុំមិនខ្ជិះខ្ជីលុយឥតប្រយោជន៍ទេអូយហេតុអ្វីបានជាឯងមិនព្រមស្ដាប់ការណែនាំអញ្ចឹងបន្តិចទៀតពេលបងខ្លាដើរល្បាតតាមផ្លូវឃើញឯងគ្មានអាញាបានឯងនឹងសីធំហើយខ្ញុំមិនខ្វល់ថាបងម៉ៅឬបងខ្លាស្អីទេខ្ញុំចង់ដឹងថាអ្នកណាហ៊ានធ្វើបាបខ្ញុំហឺយ៉ាណោះនិយាយសម្ដីធំម្លេះអ្នកណាគេនឹងអូយជំរាបសួរដាបង្ហូអូមានសង្សារផងតើមិនមែនទេខ្ញុំទើបតែជួបនាងថ្ងៃដំបូងទេយ៉ាមានលុយអត់លុយទេយ៉ាណានេះចង់មកលេងក៏ខូចជាមួយខ្ញុំមែនទេនឹងហើយពួកគាត់មិនបានប្រាប់ច្បាប់ទម្លាប់ដល់គាត់ទេអីប្រាប់ហើយតែគាត់មិនព្រមស្ដាប់អូយល់ហើយឯងនេះចង់បានលុយតែមិនចង់រស់មែនទេនេះជាគ្រូទីតើចុះឯងមានទីដឹងទេថាថ្ងៃនេះឯងនឹងមានគ្រោះថ្នាក់ដល់ហូឈៀមរឿងហ្នឹងគឺអត់មានទីដឹងទេប៉ុន្តែនឹងហើយខ្ញុំទីថាថ្ងៃនេះឯងនឹងសីហើយឯងនឹងសីឯងនេះប្រហែលណាស់មិនព្រមបង់លុយថ្លៃការពារផងហ៊ានដមកទៀតឯងចង់ងាប់មែនទេប្អូនប្រុសប្រញាប់សុំទោសបងខ្លាទៅពួកយើងដៃធ្ងន់ណាស់នាលាកុំបារម្ភអីគេមិនហ៊ានប៉ះពាល់ខ្ញុំទេឯងនៅធ្វើវពាទៀតអញមិនហ៊ានប៉ះឯងចុះឯងសាកប្រាប់មើលហេតុអ្វីបានជាឯងមិនហ៊ានពីព្រោះថ្ងៃនេះនៅទីក្រុងហៃឈឹងនឹងមានមនុស្សធំម្នាក់មកទទួលខ្ញុំដែរឯងមិនអាចប៉ះពាល់បានឡើយហាអញគិតថាអញល្ងងមែនទេឯងគ្រាន់តែជាគ្រូទីតាមចិញ្ចើមថ្នល់សោះនឹងឯងស្គាល់មនុស្សធំផងបើឯងស្គាល់មនុស្សធំមែនឯងចាំបាច់មកអង្គុយទីតាមចិញ្ចើមថ្នល់បែបនេះមែនទេមែនអត់
អូននៅលើទឹកដីរបស់អញមិនគោរពច្បាប់ចាំមើលពួកយើងវាអញឲ្យងាប់អូយអញនរណាហ៊ានប៉ះខ្ញុំវិលមុខណាស់ហឹមអូយអគ្គនាយកលីនតើខ្យល់អីបោកបក់លោកមកទីនេះខ្ញុំមកទីនេះដើម្បីអញ្ជើញលោកគ្រូក្មេងវ៉ាងលីនទៅជួយសង្គ្រោះមនុស្សតើឯងចង់ធ្វើអ្វីអំបញ្ញមិញនេះគ្មានអីទេគ្មានអីទេគ្រាន់តែជាការយល់ច្រឡំមួយប៉ុណ្ណោះអ្វីដែលគាត់និយាយអំបញ្ញមិញនេះគឺជារឿងពិតមែនតើបងប្រុសវ៉ាងមើលខ្ញុំចុះខ្ញុំមានភ្នែកតែមើលមិនស្គាល់ភ្នំថៃសាមែនសូមលោកជាមនុស្សធំទូលាយកុំប្រកាន់ទោសកំហុសមនុស្សតូចតាចដូចជាខ្ញុំអីលើកលែងទោសឲ្យខ្ញុំម្ដងទៅលើកលែងទោសឲ្យខ្ញុំម្ដងទៅអូយខ្ញុំចាំថាអាញាបានបើកតូបនេះតើតម្លៃប៉ុន្មានទៅណោះហឹមមិនអីទេគឺ5ល្វែងហឹមរាល់ខែខ្ញុំនឹងជូនលោកបន្ថែម 10,000 ទៀតតើលោកយកយ៉ាងណាដែរហេបានហើយយកហើយឬនៅអូអរគុណបងប្រុសហួងធ្វើដំណើរដោយសុវត្ថិភាពបាទលោកវ៉ាងលោកតារបស់ខ្ញុំគាត់កុំទាន់និយាយអីទុកឲ្យខ្ញុំទីមើលសិនលោកតារបស់អ្នកកាលពី1ឆ្នាំមុនស្រាប់តែសន្លប់បាត់ស្មារតីរហូតមកដល់សប្តាហ៍ថ្ងៃ9900065200534123បាត់ទៅហើយគ្រូសាលីនរបស់អ្នកបានស្វែងរកគ្រូពេទ្យល្បីសពទីប៉ុន្តែបន្ទាប់ពីពិនិត្យរួចបែរជាឃើញថា10100070449000510លោកតាមានសុខភាពល្អណាស់គាត់មិនមានជំងឺអ្វីតតែសោះមែនទេបាទកាលពីពេលដែលទើបតែចាប់ផ្ដើមឈឺដំបូងនោះលោកតាតែងតែដើរទាំងតឹងរាល់យប់ហើយទីដៅដែលគាត់ដើរទាំងតឹងនោះគឺឆ្ពោះទៅទីសានមែនទេរឿងលោកតាដើរទាំងតឹងគឺជាការសម្ងាត់ដែលមានតែថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រូសាលីនប៉ុណ្ណោះដែលដឹងតែអញដឹងដោយរបៀបណាហ៎អូយបើគ្រូតាវខ្ញុំនេះគ្មានសមត្ថភាពសំបីតែប៉ុណ្ណឹងទេតើមិនមែនរៀនសូត្រឥតប្រយោជន៍ទេហឹមលោកគ្រូសូមមេត្តាជួយសង្គ្រោះលោកតារបស់ខ្ញុំផងឈប់សិនណាគ្រូតាវខ្ញុំនេះមិនដែលជួយនរណាទេជួយម្ដងគឺថ្លៃណាស់ចុះតើលោកគ្រូចង់បានលុយប៉ុន្មានទើបព្រមជួយហឹម30 លាននេះហ៊ានសុំខ្លាំងពេកហើយដឹងតិចជាង 3,000 ក៏ចង់ឲ្យខ្ញុំជួយដែរហាហើយនៅក្នុងនេះមាន 50,000 ប្រសិនបើលោកគ្រូពិតជាអាចជួយសង្គ្រោះជីវិតលោកតាបានមែននោះគ្រូសាលីនរបស់យើងនឹងជូនលោកគ្រូ 3 លានបន្ថែមទៀតកុំបារម្ភអីចាប់ផ្ដើមធ្វើការបាន 3 លានយ៉ាងម៉េចដែរមើលឃើញបញ្ហាអ្វីទេនៅក្នុងបន្ទប់នេះពោពេញដោយថាមពលអាក្រក់លោកតាច្បាស់ជាបានប៉ះពាល់របស់មិនស្អាតស្អំអ្វីមួយហើយហេតុអ្វីបានជាមានថាមពលអាក្រក់ខ្លាំងម្ល៉េះចុះមានវិធីដោះស្រាយទេបើជាអ្នកផ្សេងវិញមិនត្រឹមតែជួយមិនបានទេថែមទាំងអាចធ្វើឲ្យខ្លួនឯងរងគ្រោះថ្នាក់ទៀតផងតែខ្ញុំជាអ្នកណាកុំចាត់ថាមពលអាក្រក់បែបនេះគឺងាយស្រួលបំផុតមើលឲ្យច្បាស់ទៅលោកម្ចាស់ទី2លោកម្ចាស់ទី2អូកញ្ញាបានអញ្ជើញគ្រូមកព្យាបាលលោកតាហើយលោកមិនអាចចូលទៅបានទេឆ្កែស្អីគេគ្រូធំអីទៅនេះទើបជាគ្រូលោដែលខ្ញុំបានអញ្ជើញមកមានតែគាត់ទេដែលអាចជួយសង្គ្រោះលោកតាឲ្យដឹងខ្លួនឡើងវិញបានលោកពូទី2យើងបានព្រមព្រៀងគ្នារួចហើយថាបង្ហាញសមត្ថភាពរៀងខ្លួនអ្នកណាអាចអញ្ជើញគ្រូពូកែមកជួយលោកតាឲ្យដឹងខ្លួនឡើងវិញនិងអាចបន្តវេនតំណែងជាមេគ្រូសាតកូលីនឥឡូវនេះខ្ញុំកំពុងព្យាបាលលោកតាលោកពូធ្វើបែបនេះខ្លាចថាខុសច្បាប់ទម្លាប់ហើយខ្ញុំខ្លាចតែឯងត្រូវពួកបោកប្រាស់ហើយធ្វើឲ្យលោកតាស្លាប់ទៅវិញទេសមត្ថភាពរបស់លោកក្រឹវវ័យក្មេងដែលខ្ញុំអញ្ជើញមកនេះមនុស្សនៅទីនេះសុទ្ធតែបានឃើញផ្ទាល់ភ្នែកមិនមែនជាពួកបោកប្រាស់នោះទេមិនមែនបោកប្រាស់ប្រហែលជាគ្រាន់តែសំណាងល្អប៉ុណ្ណោះម្នាក់ដែលខ្ញុំអញ្ជើញមកនេះលោកម្នាក់នេះគឺជាសិស្សផ្ទាល់របស់មេប៉ាស្វានអ៊ីបច្ចុប្បន្នគាត់ទៅជាគ្រូពិតប្រាកដលោកលីនលោករកក្មេងមិនទាន់ដុះរោមម្នាក់មកប្រកួតប្រជែងជាមួយខ្ញុំលោកកំពុងប្រមាថខ្ញុំមែនទេបើនិយាយពីឋានៈនិងអាយុវិញអញត្រូវតែហៅខ្ញុំថាជាបុព្វបុរសតូចម្នាក់ដែរប្រហែលណាស់ក្មួយស្រីឃើញហើយមែនទេមើលចុះតើគ្រូប្រភេទណាដែលឯងនាំមកនេះនិយាយតែរឿងអួតអាងតានេះអាចជាអ្នកខ្លាំងពូកែបានដោយរបៀបណាខ្ញុំថាតំណែងជាមេគ្រួសារតកូលីននេះច្បាស់ជារបស់ខ្ញុំហើយពេលវេលាខាច់ណាស់ធ្វើឲ្យលឿនទៅអញ្ជើញព
ពួកឯងហុំធ្វើពលអាក្រក់ខ្លាំងណាស់ជាមួយនឹងកម្រិតវិជ្ជាឯងមិនអាចបង្ក្រាបព្រលឹងអាក្រក់បានទេខ្ញុំសូមណែនាំឯងគួរតែបញ្ឈប់ទៅបើមិនដូច្នោះទេស្រាលអាចខូចមូលដ្ឋានគ្រឹះនិងបាត់បង់អាយុជីវិតធ្ងន់ធ្ងរអាចនឹងបាត់បង់ជីវិតទៀតផងក្មេងមិនទាន់ដុះរោមផងឯងមានសិទ្ធិអីមកប្រដៅខ្ញុំទៅឲ្យឆ្ងាយទៅហឺនិយាយល្អមិនស្ដាប់មិនខុសពីខ្មោចចង់ងាប់ទេលោកគ្រូលូតើលោកកាត់អីហ្នឹងលោកគ្រូលូតើលោកមិនអីទេមែនទេអាបោកប្រាស់តូចឯងធ្វើអីដាក់លោកគ្រូលូនឹងហាខ្ញុំបាននិយាយរួចហើយជាមួយនឹងកម្រិតវិជ្ជាគាត់មិនអាចបង្ក្រាបព្រលឹងអាក្រក់បានទេបង្ខំចិត្តដេញអាប់ធ្មប់នឹងត្រូវរងការវាយបកវិញជាមិនខានសម្ដីឈួតគឺឯងមានចេតនាមករំខានទើបធ្វើឲ្យលោកគ្រូលូធ្វើពិធីបរាជ័យនរណានៅទីនេះចាប់អាបោកប្រាស់តូចដែលមានគំនិតអាក្រក់នេះឲ្យខ្ញុំហើយវាបំបាក់ជើងវាទៅខ្ញុំចង់ដឹងណាស់ថាអ្នកណាហ៊ានប៉ះពាល់គាត់លីនវ៉ាន់យូតើឯងចង់មានន័យថាម៉េចការប្រើប្រាស់សមត្ថភាពរៀងខ្លួនគឺជាការសម្រេចចិត្តជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាភិបាលការដែលពូបង្ខំចិត្តចូលមករារាំងអំបញ្ញមិញនេះគឺខុសច្បាប់រួចទៅហើយខ្ញុំគិតថាពូជាចាស់ទុំទើបខ្ញុំមិនចង់ប្រកាន់ទោសពៃឬមួយក៏ពូចង់បង្ខំឲ្យខ្ញុំដាច់ធម៌មេត្តាមែនទេល្អសង្ឃឹមថាអាបោកប្រាស់តូចដូចជាឯងពិតជាអាចជួយសង្គ្រោះលោកតាឲ្យដឹងខ្លួនឡើងវិញបានទៅចុះបើមិនដូច្នោះទេថ្ងៃនេះវាត្រូវតែញាប់ចំណែកឯងវិញដែលបានបណ្ដោយឲ្យអាបោកប្រាស់តូចនេះមករៀបចំផែនការធ្វើបាបលោកគ្រូលូបណ្ដាលឲ្យលោកតាបាត់បង់ឱកាសដ៏ល្អក្នុងការព្យាបាលក្រុមប្រឹក្សាភិបាលនឹងដកតំណែងឯងឲ្យបណ្ដេញចេញពីតកូលីនជាមិនខានគិតឲ្យច្បាស់ទៅលោកក្រវាងអញ្ជើញមិនកើតទេក្លិនដូចមនុស្សចាស់ណាស់ហុយមិនកើតទេក្លិនដូចមនុស្សចង្រៃណាស់ហូមមានន័យណាស់តើលោកក្រវាងលីនតើលោកកំពុងហិតក្លិនអ្វីហ្នឹងស៊ូកុំនិយាយអីអូត្រូវហើយគឺក្លិនមួយនេះឯងប្រញាប់ដោះស្រោមជើងវិញចេញទៅហាអីទៀតទៅប្រញាប់ជួយជីវិតលោកតាសិនទៅបើយឺតពេលបន្តិចទៀតច្បាស់ជាមិនទាន់ពេលទេកុំខ្ញុំដោះដោយខ្លួនឯងផាប់ពេញមួយថ្ងៃទៅហើយព្រលឹងអាក្រក់ខ្លាចបំផុតគឺក្លិនជូរនេះឯងអាសម្លាញ់ឯងប្រហែលជាមិនមែនចង់ប្រើស្រោមជើងនេះហិតឲ្យលោកតាលីនដឹងខ្លួនវិញនោះទេដឹងបើវិជាទៀបទេរៀនឲ្យបានច្រើនទៅចាំមើលទៅរួចរាល់ហើយធម្មពលអាក្រក់នៅក្នុងខ្លួនត្រូវបានខ្ញុំកម្ចាត់ចេញអស់ទាំងស្រុងហើយសម្ដីឥតប្រយោជន៍អញគ្រាន់តែធ្វើជាឈួតល្ងងនិយាយរឿងមិនពិតតែប៉ុណ្ណោះនរណានៅទីនេះកាប់វាឲ្យខ្ញុំទៅលោកតាលោកតាតើមានអារម្មណ៍យ៉ាងណាដែរក្នុងខ្លួនមានអារម្មណ៍ថាស្រឡះល្អណាស់លោកតានេះគឺជាលោកក្រវាងតូចដែលបានជួយសង្គ្រោះលោកតាពួកយើងត្រូវតែអរគុណគាត់ឲ្យបានច្រើនខ្ញុំដឹងហើយ
ទោះបីជាពីមុនខ្ញុំត្រូវប្រឡឹងអាក្រក់ចូលសន្ធិដ្ឋមិនអាចកម្រើកបានក៏ដោយប៉ុន្តែរាល់រឿងរ៉ាវដែលបានកើតឡើងនៅជុំវិញខ្លួនខ្ញុំបានរៀបយ៉ាងច្បាស់លាស់បំផុតគុណបំណាច់សង្គ្រោះជីវិតរបស់លោកក្រវាងត្រកូលលីនរបស់ខ្ញុំនឹងសងគុណវិញទ្វេដងជាមិនខានអូជប់សិនមិនបាច់និយាយសម្ដីគួរសំអស់ទាំងនេះទេគឺគួរតែធ្វើអ្វីដែលជាក់ស្ដែងវិញល្អជាងនរណានៅទីនេះលោកវាងយងទៅតាមការព្រមព្រៀងនៅក្នុងកាតនេះមានប្រាក់3លានចំណែកឯលេខកូដសម្ងាត់គឺលេខ851ខ្ទង់អូអរគុណច្រើននេះគឺជាកាតមាសរបស់ខ្ញុំរាល់ការចំណាយទាំងអស់របស់លោកចាប់ពីពេលនេះទៅគឺខ្ញុំជាអ្នកចេញឲ្យទាំងអស់ល្អដាក់ខ្ញុំខ្លាំងម្លេះប្រហែលជាមានលក្ខខណ្ឌអ្វីមួយហើយមែនទេគ្មានលក្ខខណ្ឌអ្វីទេគ្រាន់តែចង់រាប់អានជាមិត្តភក្តិតែប៉ុណ្ណោះពិតជាចិត្តល្អមែនមិត្តភក្តិម្នាក់នេះខ្ញុំសម្រេចចិត្តរាប់អានហើយរួចរាល់ហើយធម្មពលអាក្រក់នេះត្រូវចាត់ចែងឲ្យបានល្អខ្ញុំសុំយកវាទៅហើយណាលីហើយលីនប៉ាត់ឯងបានបំពានច្បាប់និងមានគំនិតមិនល្អចាប់ពីថ្ងៃនេះទៅឯងត្រូវបណ្ដេញចេញពីត្រកូលលីនហើយនៅមិនប្រញាប់ចេញទៅទៀតលោកកញ្ចាស់គ្រាន់តែរឿងបន្តិចបន្តួចសោះលោកចង់បណ្ដេញខ្ញុំចេញពីត្រកូលលីនផងមែនទេល្អខ្លាំងណាស់លោកកាន់ជើងលីនវ៉ាន់យូខ្លាំងណាស់មែនទេអញ្ចឹងចាំមើលទៅត្រកូលលីនគង់តែជារបស់ខ្ញុំទេទោះជាយូរឬឆាប់ក៏ដោយដល់ពេលនោះអ្នកដែលត្រូវគេបណ្ដេញចេញពីផ្ទះច្បាស់ជាពួកឯងមិនខានទេលោកតាពូទី2តែងតែជាមនុស្សគុំគួនជានិច្ចការដែលលោកតាបណ្ដេញគាត់ចេញពីផ្ទះបែបនេះមិនខ្លាចគាត់មកសងសឹកវិញទេមែនទេរឿងនេះឯងមិនបាច់បារម្ភទេផ្ទុយទៅវិញគឺឯងអាយុមិនតិចទេគួរតែរកគូស្រករហើយតាមានមនុស្សក្នុងចិត្តហើយឬនៅរឿងនេះមិនទាន់ប្រញាប់ទេលោកតាចុះលោកក្រវាងតូចអំបញ្ញមិញនេះឯងយល់យ៉ាងណាដែរហឹមគាត់ល្អគួរសមដែរចុះនៅចាំអីទៀតប្រញាប់តាមទៅខ្ញុំបានតុបតែងខ្លួនយ៉ាងស្អាតបាតទៅហើយមិនជឿថាมันអាចតាក់ទាញចិត្តលោកបាននោះទេហុំឈ្មោះណាស់យប់ម្លេះហើយវ៉ាងលីននៅមិនទាន់មកវិញទៀតគួរឲ្យខឹងណាស់ដែលខ្ញុំខំធ្វើម្ហូបដោយផ្ទាល់ដៃដើម្បីអរគុណគាត់សូម្បីតែឪពុកម្ដាយខ្ញុំក៏មិនទាន់បានញ៉ាំដែរពិតជាផ្ដល់ផលចំណេញឲ្យគាត់ខ្លាំងណាស់ប៉ុន្តែចាំមើលពេលគាត់មកវិញហើយឃើញម្ហូបពេញមួយទៅបែបនេះច្បាស់ជារំភើបចិត្តឥតអុកមីជាមិនខានឡើយវ៉ានេះឆ្ងាញ់ខ្លាំងណាស់ខ្ញុំមិនដែលបានញ៉ាំម្ហូបណាដែលឆ្ងាញ់បែបនេះទេខ្ញុំពិតជាចូលចិត្តខ្លាំងណាស់អូព្រះនាងរបស់ខ្ញុំព្រះនាងឲ្យមិនដែលធ្លាប់មានអ្នកណាល្អដាក់ខ្ញុំបែបនេះទេលោកស្រីពិតជាព្រះនាងរបស់ខ្ញុំមែនព្រះនាងខ្ញុំស្រឡាញ់លោកណាស់ព្រះនាងឲ្យខ្ញុំស្រឡាញ់លោកស្ទើរតែឆ្កួតទៅហើយយប់ណាស់ហើយហេតុអីបានជាទើបតែមកវិញតើទៅដើរលេងពាសវាលពាសកាលណីណាម្ហូបត្រជាក់អស់ទៅហើយសុំទោសតើអ្នកនាងមានការអ្វីដែរមែនទេហេតុអីបានជាអ្នកនាងហ៊ានចូលក្នុងផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាតបែបនេះតើអ្នកនាងគឺជាមិត្តស្រីរបស់វ៉ាងលីនមែនទេមិត្តស្រីខ្ញុំជាមិត្តស្រីរបស់គាត់ឬក៏អត់តើវាពាក់ព័ន្ធអ្វីជាមួយអ្នកនាងទៅពិតជាពាក់ព័ន្ធនឹងខ្ញុំហើយព្រោះថាយ៉ាងណាក៏ដោយវ៉ាងលីនគឺជាមនុស្សដែលត្រូវក្លាយជាស្វាមីរបស់ខ្ញុំនាពេលអនាគតហេតុអ្វីបានជាហូលីមិនដែលប្រាប់ខ្ញុំថាមានគូដណ្ដឹងចឹងឯងមិនបាច់ដឹងទេនៅទីនេះមាន1លានយកលុយទាំងនេះហើយចាក់ចេញពីវ៉ាងលីនទៅ1លានរបស់ឯងមើលងាយអ្នកណាគេហ្នឹងទីនេះជាផ្ទះរបស់ខ្ញុំសូមចេញទៅក្រៅទីនេះជាផ្ទះរបស់វ៉ាងលីនអ្នកដែលត្រូវចេញទៅគឺឯងទេតើ
បាទជំរាបសួរចាសនេះមិនបានដើរខុសផ្លូវទេតើចុះពួកឯងកំពុងធ្វើអីហ្នឹងវ៉ាងលីនរវាងពួកយើងទាំងពីរនាក់តើឯងជ្រើសរើសយកអ្នកណាតើខ្ញុំអាចចង់បានទាំងពីរមែនទេមិនបានទេខ្ញុំនិងនាងឯងអាចជ្រើសរើសបានតែម្នាក់គត់មើលស្អីហ្នឹងខ្ញុំទើបតែនឹកឃើញថាខ្ញុំមានការរវល់បន្តិចខ្ញុំសុំទៅមុនហើយណានេះគឺជាវិញ្ញាណខ្មោចដើរខំធ្វើម្ហូបឆ្ងាញ់ឲ្យគេញ៉ាំច្រើនណាស់តែឥតប្រយោជន៍សោះម៉េចក៏ឯងមិនទាន់ទៅទៀតបុរសរបស់ខ្ញុំរស់នៅបន្ទប់ជាមួយស្រីផ្សេងខ្ញុំមិនអស់ចិត្តទេដូច្នេះចាប់ពីពេលនេះទៅចាប់ពីថ្ងៃនេះទៅខ្ញុំក៏ស្នាក់នៅទីនេះដែរអូមែនហើយគ្រាន់តែស្រី2នាក់ក៏ពិបាករំខានយ៉ាងនេះទៅហើយលោកគ្រូនៅឲ្យខ្ញុំរកស្រី7នាក់ទៀតយ៉ាប់មែនចាស់សូម្បីតែម្នាក់ក៏រកមិនទាន់ឃើញផងបើឲ្យរកដល់ទៅ7នាក់មិនដឹងដល់ជាតិណាទេមេក្រុមវ័យក្មេងរបស់យើងមានបញ្ជាឲ្យពួកយើងអញ្ជើញអ្នកត្រឡប់ទៅផឹកតែឲ្យខាងតែបានទេខ្ញុំមិនទៅទេរឿងនឹងមិនមែនតាមចិត្តឯងទេស្រីដែលមេក្រុមវ័យក្មេងរបស់យើងចង់បានគឺមិនដែលមិនបាននោះទេធ្វើការកំពុងធ្វើអីហ្នឹងអូខេចាស់រឿងបែបនេះទុកឲ្យប៉ូលីសដោះស្រាយទៅល្អជាងមែនហើយល្អណាស់ចាស់មើលចុះគឺត្រូវតែវាប្រដៅពួកវាឲ្យរៀងចោលឲ្យមុខមិនយកមុខតោះទៅឈិនរូថងមិនមែនទេយ៉ាសួស្ដីទីបំផុតខ្ញុំរកឃើញហើយស្ករគ្រាប់ដំបងរបស់អ្នកអញរកគេមែនទេឈប់ទៅហេះចេញទៅមនុស្សប្រុសពេញកម្លាំងប៉ុន្មានអ្នកមកធ្វើបាបក្មេងស្រីម្នាក់តើមានសមត្ថភាពស្អីទៅអំបាញ់មិញប្រាប់ឲ្យចេញទៅឯងវង្វេងផ្លូវមែនទេហាទៅឲ្យលឿនទៅត្រូវហើយចុះខ្ញុំយ៉ាងម៉េចចង្រៃយៈអូយរាត្រីសួស្ដីចាស់អូយយ៉ាបងប្រុសតើបងទៅណាបងប្រុសចុះខ្ញុំវិញបងប្រុសអាហាបងប្រុសបាទអរគុណណាស់បើគ្មានបងជួយខ្ញុំទេថ្ងៃនេះខ្ញុំច្បាស់ជាស្លាប់មិនខានមិនបាច់គួរសមទេតាមពិតខ្ញុំជាអ្នកការពាររបស់អ្នកតាំងពីដំបូងមកម្លេះកុំបារម្ភអីឲ្យតែមានខ្ញុំនៅទីនេះគ្មាននរណាហ៊ានធ្វើបាបអ្នកឡើយចាស់ឬមួយក៏គេចង់ញ៉ែនឹងណាបងប្រុសខ្ញុំនៅមិនទាន់ដឹងថាពងឈ្មោះអីផងចាស់ខ្ញុំឈ្មោះវ៉ាងលីនវ៉ាងក្នុងពាក្យអ្នកចិត្តខាងវ៉ាងលីនក្នុងនៃព្រៃឈើមួយកន្លែងហេចាស់ដូចពាក្យចាស់ពោលថាធ្វើជាមនុស្សត្រូវដឹងគុណនិងតបស្នងថ្ងៃនេះបងបានជួយខ្ញុំច្បាស់ជាត្រូវតបស្នងសងគុណបងហើយទេតបស្នងអីទៅការដែលអ្នកមានសុវត្ថិភាពគ្មានរឿងអីគឺជាការតបស្នងដ៏ធំបំផុតសម្រាប់ខ្ញុំហើយអីចឹងតើល្អទេខ្ញុំប៉ាបងញ៉ាំបាយអូល្មមតែឃ្លានបន្តិចផងតើបងធំខ្ញុំខុសហើយកុំវាយខ្ញុំអីបងធំអុយបងធំហេតុអីក៏ងាយស្រួលវាម្លេះឆ្កែបើអញធ្វើឲ្យបាត់ទំនិញទៀតអញនឹងសម្លាប់ឯងចោលមិនខានបាទអ្នកប្រុសឡុងយ៉ាងម៉េចហើយចុះឈិនរូថងវិញនៅលើផ្លូវដែលពួកយើងនាំខ្លួនឈិនរូថងត្រឡប់មកវិញត្រូវបានក្មេងពីម្នាក់មិនដឹងជាចេញមកពីណាស្ទាក់ផ្លូវពួកយើងគេមិនត្រឹមតែវីមនុស្សរបស់យើងប៉ុណ្ណោះទេថែមទាំងដណ្ដើមយកឈិនរូថងទៅបាត់ទៀតផងល្អឯងនិយាយស្អីជាមួយអញហាសហ៊ានប៉ះពាល់មនុស្សរបស់អញផងខ្ញុំធុញទ្រាន់ណាស់ហើយបងប្អូនទាំងឡាយអូហូមិនធម្មតាទេ
ហាងនេះមិនអន់ទេតើហាងនេះជាហាងសម្ងាត់ប្រចាំចិត្តរបស់ខ្ញុំណាឆ្ងាញ់ខ្លាំងណាស់អូច្រើនឆ្នាំមកនេះទីបំផុតបានឃើញឯងមានសង្សារហើយថៅកែស្រីគុំនិយាយផ្ដេសផ្ដាស់អីគាត់មិនទាន់ជាសង្សារខ្ញុំទេណាបាទពួកឯងញ៉ាំតាមសម្រួលទៅប៉ុន្តែនៅផ្ទះប្រញាប់ភ្លក់មើលទៅចាស់សល្អហើយដុំនេះមែនទេត្រូវហើយនឹងហើយអូឆ្ងាញ់ណាស់ខ្ញុំមិនបានកុហកអ្នកទេមែនអត់បាទល្អហើយបងប្រុសវាងតើបងធ្វើការងារអីដែរក្បាច់គុនខ្លាំងពូកែម្លេះចំណែកខ្ញុំអាសោះអូខ្ញុំជាគ្រូទីហុងស៊ុយការហាត់គុនគ្រាន់តែជាការងារបន្ទាប់បន្សំរបស់ខ្ញុំទេបងជាគ្រូទីមែនទេហែមអញមិនដឹងទេមែនទេខ្ញុំអាចហៅខ្យល់ហៅភ្លៀងនៅខាងលើហើយបញ្ជីប្រលឹងកែប្រែវាសនានៅខាងក្រោមឲ្យតែអ្វីដែលអញនឹកស្មានមិនដល់សុទ្ធតែអាចធ្វើបានល្អទាំងអស់និយាយអស់ចាម្លេះពិតមែនឬអត់នឹងអេប៉ុន្តែលើកនេះដើម្បីជួយខ្ញុំបងបានវីមនុស្សរបស់ក្រុមបាក់ពូខៀវពួកគេប្រកាសជាមិនព្រមបញ្ចប់ដោយញីឡើយពួកក្រុមបាក់ពូខៀវទាំងនោះសាហាវយង់ក្នុងណាស់ដើម្បីសម្រេចគោលបំណងរបស់ខ្លួនពួកគេធ្វើគ្រប់វិធីដោយមិនរើសអើងឡើយមកពីខ្ញុំទាំងអស់ទើបធ្វើឲ្យបងត្រូវមកពាក់ព័ន្ធក្នុងរឿងរ៉ាវទាំងនេះកុំបារម្ភអីការពីអូនគឺជាទូនីតិរបស់ខ្ញុំក្រុមបាក់ពូខៀវបន្តិចបន្តួចនឹងគ្រាន់តែជាក្រុមបងធំតាមចិញ្ចើមថ្នល់ហើយជាក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់មិនអាចទ្រាំទ្រអ្វីបានឡើយឈួតហើយហ៊ានមើលងាយក្រុមបាក់ពូខៀវរបស់ខ្ញុំផងអំនួតធំសម្បំណាស់ក្រុមបាក់ពូខៀវធ្វើការថយចេញវ៉ាងលីនមែនទេមិនមែនទេអញមើលខ្លួនឯងទៅដណ្ដើមស្រីរបស់អញហើយថែមទាំងវីបងប្អូនអញឲ្យរបួសទៀតតើយើងគួរតែគិតគូរកន្នីនេះឲ្យច្បាស់លាស់ទេចុះលោកចង់គិតគូរយ៉ាងម៉េចដែរក្នុងពេលដែលកញ្ញាឈិននៅទីនេះខ្ញុំមិនចង់ធ្វើឲ្យនាងភ័យខ្លាចទេយកអញចេះចុះអញលុតជង្គង់សំពះក្រាបក្បាលដល់ដីសុំទោសបងប្អូនរបស់អញពីរបីនាក់នេះហើយហៅអញថាលោកតាទៅអញនឹងពិចារណាកាត់ដៃអញតែម្ខាងគត់ហះបើមិនអញ្ចឹងទេថ្ងៃនេះកុំសង្ឃឹមថានឹងអាចដើរចេញពីទីនេះទាំងមានជីវិតឡើយរឿងនេះមិនពាក់ព័ន្ធនឹងបងវាងទេឲ្យតែលោកមិនធ្វើបាបគាត់ខ្ញុំខ្ញុំព្រមទៅជាមួយលោកអូយ៉ាហេតាំងពីបុរាណកាលមកមានតែវីរបុរសជួយស្រីស្អាតទេមិនដែរកញ្ញាខេនថ្ងៃនេះចង់ឲ្យស្រីស្អាតជួយវីរបុរសវិញហាតែខ្ញុំទ្រាំមើលមិនបានទេដែលនាងល្អដាក់គេខ្លាំងបែបនេះបងប្រុសឡៃទាំងឡាយសម្រាប់វាទៅយឺតបន្តិចនិយាយអញ្ចឹងតើឯងជាអាណាគេនឹងអាគីងគោកក្នុងអណ្ដូងនេះគឺនីរងបាក់ពូពស់អ្នកខុសហើយបាក់ពូពស់ខៀវគឺជាបាក់ធំជាងគេនៅក្នុងពិភពងឹតនៃទីក្រុងហេឆេងនីរងបាក់តាំងពីតូចមកចង់បានអ្វីក៏បាននឹងអ្នកដែលធ្លាប់ប្រមាថគាត់សុទ្ធតែស្លាប់អស់ហើយឥឡូវនេះខ្ញុំផ្ដល់ឱកាសឲ្យឯងម្ដងទៀតឲ្យតែឯងព្រមលុតជង្គង់សុំទោសខ្ញុំនឹងពិចារណាលើកលែងទោសឲ្យឯងអោយការជិះជាន់នឹងធ្វើបាបគេបែបនេះវាបំផ្លាញបុណ្យបារមីបំផុតហើយចាំខ្ញុំទីមើលថាឯងនៅសល់ថ្ងៃល្អប៉ុន្មានថ្ងៃទៀតឈប់មិនទីមិនដឹងទេលុះទីទៅផលកម្មមកដល់ហើយបាក់ពោះខៀវអើយចិត្តអស់លក្ខហើយថ្ងៃស្លាប់ចិត្តមកដល់ហើយឪពុករបស់ឯងត្រូវបានគេរៀបគម្រោងបោកប្រាស់លុយរាប់ពាន់លាននៅលើតុល្បែងហើយកំពុងរងចាំតែហៅឯងឲ្យយកលុយទៅលុះនឹងបើមិនអញ្ចឹងទេឯងត្រូវរៀបចំពិធីបុណ្យសពហើយកុំមកនិយាយឈួតបាក់ពូខៀវរបស់ខ្ញុំមានអំណាចនិងទ្រព្យសម្បត្តិស្តុកស្ដម្ភណាស់ហើយឪពុកខ្ញុំក៏មិនដែលលេងល្បែងដែរឯងនិយាយរឿងឥតប្រយោជន៍ស្អីហ្នឹងតើមិនគួរស្រាវជ្រាវស៊ើបអង្កេតឲ្យបានច្បាស់លាស់ទេល្អិតនេះហ៊ានដាក់បណ្ដាសាមេបៈយើងផងបងប្អូនវីក្បាលវាទៅដាំឡើយខ្ញុំមានបំណងលើកលែងជីវិតឲ្យឯងទេតែឯងចង់រងាប់ខ្លួនឯងកុំបន្ទោសខ្ញុំឲ្យសោះទុកឲ្យខ្ញុំកាប់វាឲ្យងាប់ទៅពូលីនប្រញាប់រត់ទៅពុកចាំបន្តិចអញមិនបាននិយាយទេអីថាឪពុកខ្ញុំកំពុងរងចាំលុយរបស់ខ្ញុំទៅសង្គ្រោះជីវិតនោះអាឡូកូនប្រុសឆាប់យកលុយមកជួយពុកផងពុកតើមានរឿងអីហ្នឹងកូនប្រុសឆាប់មកលឿនឡើងបើមកយឺតកូនលែងបានជួបពុកហើយ1000 លានយកមកក្លឹបកាស៊ីណូខ្លាខ្មៅ
បើមិនឃើញលុយមុនមេឃភ្លឺទេខ្ញុំនឹងយកឪពុកឯងទៅចំណីត្រីពុកពុកអាឡូតើកណនីបាពូខៀវយើងមានលុយប៉ុន្មានអ្នកប្រុសធំយ៉ាងច្រើនបំផុតយើងប្រមូលបានតែ100លានប៉ុណ្ណោះ100លានចុះគេវើនឹងបាររបស់យើងលក់វាទាំងអស់ទៅអ្នកប្រុសឡុងការលក់ទ្រព្យសម្បត្តិមិនលឿនបែបនេះទេក្រុមខ្លាខ្មៅឲ្យពេលត្រឹមភ្លឺពួកយើងមិនទាន់ពេលទេចុះត្រូវធ្វើយ៉ាងម៉េចឲ្យខ្ញុំមើលពុកស្លាប់បងប្រុសវាងបងពិតជាពូកែណាស់បងទីត្រូវទាំងអស់ខ្ញុំពិតជាកោតសរសើរបងមែនរឿងតូចតាចប៉ុណ្ណឹងគ្មានអីអស្ចារ្យទេចាំមើលពេលក្រោយបងនឹងបង្ហាញសមត្ថភាពពិតឃើញខ្លាចតែចង់សុំបងធ្វើជាគ្រូទេបងប្រុសក្នុងពេលបងទីឈុតបែបនេះជួយទីរឿងគូស្រករខ្ញុំបន្តិចបានទេរឿងតូចតាចទេមកនេះមកវ៉ាងលីនឯងចង់ធ្វើអីអ្នកដែលធ្វើបាបឪពុកឯងគឺក្រុមខ្លាខ្មៅទៅរកពួកគេទៅលោកគ្រូដ៏វិសេសខ្ញុំសូមអង្វរលោកជួយសង្គ្រោះឪពុកខ្ញុំផងលោកគ្រូដ៏វិសេសខ្ញុំសូមអង្វរលោកជួយសង្គ្រោះឪពុកខ្ញុំផងគឺមកពីខ្ញុំមានភ្នែកតែមើលមិនឃើញភ្នំតៃបានជាប្រមាថលោកគ្រូខ្ញុំពិតជាមានទោសណាស់ឆាប់សុំទោសលោកគ្រូដ៏វិសេសភ្លាមទៅសុំទោសផងបាទសុំទោសផងបាទលោកគ្រូដ៏វិសេសសូមលោកមេត្តាជួយឪពុកខ្ញុំផងឯងឈ្គូទេដឹងអំបញ្ញមិនចង់កាប់ខ្ញុំឥឡូវបែរជាមកសុំឲ្យខ្ញុំជួយឪពុកឯងទៅវិញរោថងតោះយើងទៅលោកគ្រូខ្ញុំអាចផ្ដល់លុយឲ្យលោកបានច្រើនណាស់លុយតើឯងមានប៉ុន្មាន100លាន100លានក្រុមខ្លាខ្មៅសុំ1000លានតែឯងឲ្យខ្ញុំតែ100លានចិត្តឯងខ្មៅពេកហើយរកផ្លូវខ្លួនឯងទៅលោកគ្រូឲ្យតែលោកជួយឪពុកខ្ញុំចាប់ពីពេលនេះទៅប៉ពូខៀវនឹងជារបស់លោកគឺជាមេបករបស់ពួកយើងនឹងស្ដាប់តាមបញ្ជាលោកទាំងអស់យល់ព្រមឃើញឯងមានចិត្តកញោលើកនេះខ្ញុំនឹងជួយឯងចុះអរគុណលោកគ្រូដ៏វិសេសនៅតែហៅលោកគ្រូទៀតឆាប់ហៅគាត់ភ្លាមទៅមេធំចាប់ពីពេលនេះទៅប៉ពូខៀវនឹងបំរើបងល្អណាស់តោះទៅថៅកែឡុងមេឃភ្លឺហើយកូនប្រុសឯងនៅមិនទាន់មកទៀតមើលទៅជីវិតឆ្កែរបស់ឯងរក្សាទុកមិនបានទេបងប្រុសឆាំងនេះមិនមែនជារដូវក្តៅទេអីថ្ងៃរះលឿនបន្តិចហើយសុំរងចាំបន្តិចទៀតទៅកូនប្រុសខ្ញុំច្បាស់ជាមកជួយខ្ញុំមិនខាន9បីសម្រាប់វាទៅឈប់សិននៅសល់2វិនាទីទៀតទើបដល់ម៉ោងក្រុមខ្លាខ្មៅឯងមិនគោរពច្បាប់សោះពុកមិនអីទេត្រូវទេកូនប្រុសពុកមិនអីទេបើឯងមកយឺតតែបន្តិចក្បាលពុកច្បាស់ជាដាច់បាត់ហើយតើលុយដែលខ្ញុំចង់បានយកមកទាំងអស់ហើយឬនៅបងឆាំងពេលវាប្រកិតពេកខ្ញុំប្រមូលបានតែ100លានប៉ុណ្ណោះប៉ុន្តែលោកកុំបារម្ភខ្ញុំកំពុងលក់ទ្រព្យសម្បត្តិហើយ1000លានច្បាស់ជាបានគ្រប់ចំនួនគ្រាន់តែសុំលោកយកយល់ឲ្យពេលខ្ញុំ2-3ថ្ងៃបានទេមិនដែលធ្លាប់មាននរណាក៏ថ្លៃជាមួយខ្ញុំឡើយសម្រាប់វាទៅមេធំឈប់សិនកុំអោធ្វើអីឈប់សិនបងប្រុសចាំងមែនទេលុយជំពាក់លើតុល្បែងគួរតែដោះស្រាយលើតុល្បែងយកយល់ដល់ខ្ញុំបន្តិចទៅពួកយើងមកភ្នាល់គ្នាមួយក្តារវាចង់ឲ្យយើងយកយល់ដល់វាមកសុំឲ្យយើងយកយល់ដល់វាផងសម្រាប់វាទៅ
ឥឡូវនេះពួកយើងអាចនិយាយគ្នាស្រួលបួលបានហើយឬនៅក្មេងប្រុសឯងពិតជាមានអ្វីដែលមែននិយាយមកតើឯងចង់ភ្នាល់គ្នាយ៉ាងម៉េចពួកយើងភ្នាល់គ្នាដោយយកបាក់ពូខៀវធ្វើជាធ្នូតើឯងវង្វេងទេដឹងបាក់ពូខៀវជំពាក់លុយខ្ញុំ 1000 លានស្រាប់ទៅហើយកុំអើខឹងអីស្ដាប់ខ្ញុំនិយាយសិនបាក់ពូខៀវជំពាក់លុយលោក 1000 លានមែនបើលោកសម្លាប់ពួកគេឥឡូវនេះពួកគេនឹងរលាយបាត់ហើយ 1000 លាននោះច្បាស់ជាសូនមិនខានហេតុអ្វីមិនមកភ្នាល់ជាមួយខ្ញុំបើលោកចាញ់លែងមនុស្សទៅតែបើលោកឈ្នះបាក់ពូខៀវជារបស់លោករកលុយ 1000 លានក្នុងរយៈពេល 5 ឆ្នាំមិនមែនជាបញ្ហាឡើយត្រូវហើយឲ្យតែលោកមិនសម្លាប់ពួកយើងបាក់ពូខៀវស្ម័គ្រចិត្តប្រគល់ចំណូលទាំងអស់ជូនលោកក្មេងល្អសម្ដីមិនអន់ទេខ្ញុំនឹងភ្នាល់ជាមួយឯងប៉ុន្តែខ្ញុំចង់ថែមប្រាក់ភ្នាល់ថែមប្រាក់ភ្នាល់អ្វីជីវិតរបស់ឯងបងប្រុសកុំបារម្ភអីអូនមិនទុកចិត្តបងទេអីខ្ញុំទុកចិត្តបងយល់ព្រមគ្រាន់តែជីវិតមួយសោះខ្ញុំភ្នាល់ជាមួយលោកប្រហែលជាងខ្ញុំទៅទៀតនិយាយមកតើភ្នាល់អ្វីបាការ៉ាត់រ៉ូឡេតឬក៏សន្លឹក B21ល្បែងអស់ទាំងនោះសាមញ្ញពេកហើយគ្មានន័យទេពួកយើងភ្នាល់គ្នាអ្វីដែលប្លែកវិញខ្ញុំចូលចិត្តស្ទូចត្រីណាស់ចៃដន្យល្អមានទន្លេមួយនៅខាងក្រៅពួកយើងនឹងភ្នាល់គ្នាថាតើត្រីដែលស្ទូចបានជាត្រីប្រភេទណាមេធំពួកយើងមិនអាចភ្នាល់បានទេទីនេះជាទឹកដីរបស់ពួកគេច្បាស់ជាដឹងថាមានត្រីអ្វីខ្លះហើយបើពួកគេលួចបន្លំទៀតនោះពួកយើងគ្មានសង្ឃឹមឈ្នះទេពេលបងចាំកំពុងនិយាយអញហ៊ានលូកមាត់ផងអេយ៉ាងម៉េចដែរហ៊ានភ្នាល់ទេខ្ញុំស្មានតែជាលបែងអីធំដុំគ្រាន់តែស្ទូចត្រីសោះយល់ព្រមខ្ញុំភ្នាល់ជាមួយលោកហើយខ្ញុំក៏ភ្នាល់បន្ថែមទៀតថាតើត្រីដែលស្ទូចបានជាត្រីធំឬត្រីតូចខ្ញុំដើរលើវិថីអ្នកលេងជាច្រើនឆ្នាំមកហើយនេះជាលើកទី1ហើយដែលបានជួបមនុស្សចង់ងាប់បែបនេះក្មេងប្រុសខ្ញុំភ្នាល់ថាត្រីដែលស្ទូចបានជាត្រីការពឹងធំពេញវ័យចុះឯងវិញអញ្ចឹងខ្ញុំភ្នាល់ថាត្រីដែលស្ទូចបានគឺជាកូនឆ្លាមខ្ញុំស្មានតែឯងមានសមត្ថភាពពិតប្រាកដឯងបែរជានិយាយថាជាត្រីឆ្លាមទៅវិញចុះត្រីឆ្លាមមានបញ្ហាអីនរណាថាស្ទូចត្រីឆ្លាមមិនបានមេធំត្រីឆ្លាមជាត្រីទឹកប្រៃតែទីនេះជាទឹកសាបធ្វើយ៉ាងម៉េចនឹងមានត្រីឆ្លាមទៅពួកយើងបដូរភ្នាល់ផ្សេងទៅមិនបដូរឡើយបើខ្ញុំថាជាត្រីឆ្លាមវានឹងក្លាយជាត្រីឆ្លាមមិនខានចប់ហើយលើកនេះពួកយើងស្លាប់ពិតមែនហើយត្រីស៊ីនុយហើយកម្លាំងខ្លាំងបែបនេះច្បាស់ជាត្រីការពឹងធំហើយក្មេងប្រុសឯងចាញ់ហើយបងប្រុសបងពិតជាអស្ចារ្យណាស់បងពិតជាឈ្នះមែនត្រូវហើយពួកយើងឈ្នះហើយពួកយើងរួចខ្លួនហើយយុវជនម្នាក់នេះពិតជាកំពូលមនុស្សមែននេះជាទន្លេទឹកសាបណាធ្វើយ៉ាងម៉េចនឹងមានត្រីឆ្លាមទៅវិញក្មេងប្រុសតើឯងលេងល្បិចជាមួយខ្ញុំមែនទេតើឯងជាអ្នកលួចដាក់វាត្រូវទេលោកពិតជាគ្មានហេតុផលសោះគឺលោកជាអ្នកចង់ស្ទូចត្រីតើពួកយើងរៀបចំទុកជាមុនយ៉ាងម៉េចកើតលោបងឆាំងពួកយើងសុទ្ធតែជាអ្នកដើរលើផ្លូវងឹតត្រូវតែគោរពច្បាប់មែនទេត្រឡប់ទៅវិញអញមកដណ្ដើមនិយាយពីច្បាប់ជាមួយអញនេះជាទឹកដីរបស់អញគឺជាច្បាប់ថ្ងៃនេះអញឲ្យឱកាសឯងមួយត្រីលុតជង្គង់ចុះហើយវាឆ្លងកាត់តាមនេះទៅអញអាចរកឯងចុះបើធ្វើបែបនេះវិញខ្ញុំឲ្យឱកាសឯងមួយអញលុតជង្គង់ចុះក្រាបសំពះអញ3 ដងអញអាចជួយអញបានព្រោះតែអញចិត្តស្លាប់ហើយវានិយាយថាអញចិត្តស្លាប់ហើយអញមើលទៅអ្នកចិត្តស្លាប់គឺ
ហ៊ានភ្នាល់ជាមួយអញហើយហ៊ានបំពេញកិច្ចសន្យាការដាក់ទោសពីស៊ូក៏ចិត្តមកដល់ហើយអត់ទេខ្ញុំមិនព្រមទេការដាក់ទោសពីស៊ូអញចៅហ៊ូឈៀងចេញដើរផ្លូវនេះតាំងពីអាយុ16ឆ្នាំកាច់សាហាវខូខើធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងឥឡូវនេះរស់នៅយ៉ាងល្អប្រសើរនិងជោគជ័យខ្លាំងថាបាបកម្មពីវេរីណេណាវាណេណាកុំប្រញាប់អីបីអញជួយរាប់ពីឲ្យខ្ញុំរាប់1ទេបងធំបងកាត់អីនឹងបងធំទេបងធំបងកាត់អីនឹងបងធំពិតជាត្រូវបាបកម្មដាក់ទោសពិតមែនអញល្មើសកិច្ចសន្យាភ្នាល់ទើបត្រូវបាបកម្មមែនទេបាបកម្មស្អីគេអញគ្រាន់តែរើជំងឺបេះដូងសោះលេបថ្នាំទៅគឺលេងអីហើយចេញឲ្យផុតបងធំអាល្អិតនេះដូចជាមានអភូតហែកចម្លែកបន្តិចអញ្ចឹងក៏បានដែរអញមិនថាអញចិត្តស្លាប់ទេអីហឹកឥឡូវអញនៅរស់សុខសប្បាយតើអ្នកដែលត្រូវស្លាប់គឺអញទេអញនៅតែពាក្យមួយម៉ាត់ទៅដែលលុតជង្គង់អង្គវរអញអាចជួយអញបានវាឲ្យងាប់ត្រូវហើយនេះមេបងធំមេតាមានរឿងអ្វីកើតឡើងបងធំតាបងអត់ទេវាជាកំហុសពួកយើងខ្ញុំអស់សង្ឃឹមហើយសូមអង្គវរអ្នកប្រញាប់ឡើងខ្ញុំសូមអង្គវរជួយមេខ្ញុំផងឲ្យតែអ្នកអាចជួយសង្គ្រោះមេបានក្រុមខ្លាខ្មៅទាំងមូលនឹងស្ដាប់តាមបញ្ជាអ្នកទាំងអស់ប្រញាប់ឡើងបើយឺតជាងនេះខ្ញុំក៏ជួយមិនរស់ដែរត្រូវហើយពូខ្ញុំស្រវឹងហើយសូមអង្គវរជួយជីវិតខ្ញុំផងចុះប្រាប់មកមើលហេតុអ្វីបានជាចង់ធ្វើពេលចង់សម្ដែងម្លេះធ្វើរកធ្វើពីធ្វើអីបើប្រញាប់ធ្វើតាំងពីដំបូងម្លេះសុំមិនបាច់មកឈឺចាប់បែបនេះទេសាក់សំណាស់អ្នកមើលចុះសុទ្ធតែមកពីខ្ញុំមានភ្នែកឥតប្រកាសមើលមិនស្គាល់មនុស្សពូកែក្រុមខ្លាខ្មៅទាំងមូលនឹងស្ដាប់តាមលោកម្ចាស់ទាំងអស់មានក្រុមពូខៀវដែរខ្ញុំនឹងប្រយ័ត្នប្រយែងជាងនេះទៅពុកតោះទៅផ្ទះវិញពួកឯងត្រូវចាំមុខលោកគ្រូឲ្យច្បាស់ក្រុមខ្លាខ្មៅយើងប្រមាថអ្នកណាក៏បានតែដាច់ខាតមិនត្រូវប្រមាថគាត់ឡើយទេបាត់ចាស់អ្នកទាំងអស់គ្នាធ្វើស្អីហ្នឹងលោកระวังបើថ្ងៃនេះគ្មានលោកទេខ្ញុំនឹងឪពុកខ្ញុំច្បាស់ជាបាត់បង់ជីវិតហើយមេត្តាធម៌របស់លោកចំពោះពួកយើងចងចាំមិនភ្លេចឡើយលោកระวังថ្ងៃនេះសំណាងហើយបានលោកជួយអ៊ូគឺមិនត្រឹមតែបំណុលលបែងត្រូវជ្រះស្រឡះទេថែមទាំងធ្វើឲ្យកម្ពុជាភ្នំឈីងស៊ីឡាងកូតគ្មាននរណាហ៊ានរំខានពួកយើងទៀតទេអញគិតថាអញនិយាយបែបនេះអញមានបំណងមិនល្អចំពោះរោថងគឺអាចរាប់ថារួចខ្លួនមែនទេអ្នកនាងជាងខ្ញុំសុំទោសអ្នកនាងខ្ញុំមិនមែនជាមនុស្សទេមានតែអ្នកនាងទេដែលអាចអភ័យទោសឲ្យខ្ញុំធ្វើអ្វីក៏បានដែរមិនអីទេរឿងបានកន្លងផុតទៅហើយថ្ងៃក្រោយកុំធ្វើបាបក្មេងស្រីទៀតទៅបានហើយបាត់ខ្ញុំស្បថាថ្ងៃមុខខ្ញុំដាច់ខាតមិនធ្វើបាបក្មេងស្រីទៀតទេក្រោកឡើងទៅលោកក្រវាងមិញនេះកូនប្រុសអាក្រក់របស់ខ្ញុំបានប្រាប់ខ្ញុំហើយថាអ្នកគឺជាមេបកថ្មីនៃបកពូខៀវបើដូច្នេះមានលោកនៅទីនេះបកពូខៀវទើបមានបង្អែកដ៏រឹងមាំឈប់បកពូខៀវធ្លាប់យ៉ាងម៉េចគឺយ៉ាងនឹងទៅខ្ញុំគ្រាន់តែដាក់ឈ្មោះប៉ុណ្ណោះប៉ុន្តែមានចំណុចមួយរឿងល្មើសច្បាប់គឺដាច់ខាតមិនអាចធ្វើបានទេបាទលោកបារម្ភចុះខ្ញុំត្រឡប់ទៅវិញនឹងរៀបចំក្រុមឡើងវិញមនុស្ស7នាក់នៅលើបញ្ជីនេះត្រូវតែស្វែងរកឲ្យឃើញមានតែ2នាក់ទេមិនបាច់រកខ្ញុំស្គាល់មែនទេ2នាក់ណាការជួយបាក់ពូខៀវពិតជាមិនខុសមែនរកឃើញ2ក្នុងពេលតែមួយវាលឿនជាងខ្ញុំរកខ្លួនឯងច្រើនណាស់ម្នាក់គឺកញ្ញាកូនស្រីនៃហើយម្នាក់ទៀតគឺកញ្ញាកូនស្រីនៃគ្រួសារអ្នកទាំងពីរនេះសុទ្ធតែជាស្រីស្អាតជួរមុខនៅខ្ញុំថែមទាំងមានរូបថតពួកគេទៀតផងស្រីស្អាតមែនទេឲ្យខ្ញុំមើលបន្តិចគឺគាត់មែនទេមិនដែរបងធំស្គាល់ពួកគាត់មែនទេមិនត្រឹមតែស្គាល់ទេឥឡូវខ្ញុំកំពុងរស់នៅជាមួយពួកគាត់ទៀតផងស្អីគេហ្នឹងអូយម្នាក់ជាម្ចាស់ក្ត្រីមុខស្មើនៃក្រុមហ៊ុនលេខ1នៅហើយម្នាក់ទៀតជាកូនស្រីច្បងនៃគ្រួសារអភិជនអ្នកទាំងពីរនេះធ្វើឲ្យប្រុសជាច្រើនដេកមិនលក់បែរជាមកប្រត់ពន្ធលើបងធំទៅវិញ
បងពិតជាមានសំណាងណាស់ចុះរវាងពួកយើងទាំងពីរតើបងជ្រើសរើសអ្នកណាឯងឈប់ទៅសំណាងបែបនេះខ្ញុំទទួលយកមិនរួចទេចុះបងថ្លៃទាំងពីរអ្នកនេះឯងចូលចិត្តមួយណាឯងមានការអីអត់បើគ្មានទេប្រញាប់ចេញទៅអូខេខ្ញុំទៅហើយយ៉ាងម៉េចដែរទៅហើយពួកគេទៅអស់ហើយចុះមិនអ្នកនាងមិនទាន់ទៅទៀតខ្ញុំមិនដឹងទៅណាទេទៅផ្ទះតើបើមិនចឹងទៅណាទៀតមេឃជិតងឹតហើយមនុស្សស្រីនៅខាងក្រៅមិនសុវត្ថិភាពទេខ្ញុំមិនទៅទេខ្ញុំរត់ចេញពីផ្ទះតើរត់ចេញពីផ្ទះខ្ញុំមិនចង់ត្រឡប់ទៅវិញទេទៅហើយនៅក្រោមភ្នែកយ៉ាងណាក៏ល្អជាងទៅកន្លែងផ្សេងអញ្ចឹងអូខេតោះទៅជាមួយខ្ញុំអូខេខ្ញុំនិយាយច្រើនពេកហើយនេះរាប់ថាជារស់នៅជាមួយគ្នាតើវាមិនលឿនពេកទេលឿនអីខ្ញុំថានៅយឺតទៀតផងអញ្ចឹងអ្នកត្រូវទទួលខុសត្រូវលើខ្ញុំត្រូវតែទទួលខុសត្រូវលើអ្នកប្រសិនបើអ្នកមានគ្រោះថ្នាក់អីកើតឡើងវាមិនស្មើនឹងយកជីវិតខ្ញុំទេអញ្ចឹងតោះទៅអាឡូមានរឿងអីហាងលីនប្រញាប់មកជួយខ្ញុំផងគឺវ៉ាងលៀតពិតជាហួសហេតុពេកហើយធ្វើម្ហូបពេញមួយតូបមិនហូបសំបីមួយម៉ាត់ហើយចាក់ចេញទៅមែនហើយខ្ញុំគិតថាមិនដឹងទេស៊ូម៉ែវមិននឹកស្មានថាម៉ូបដែលអ្នកធ្វើឆ្ងាញ់យ៉ាងនេះសោះបាទបើឆ្ងាញ់អ្នកញ៉ាំឲ្យច្រើនបន្តិចទៅចំណេញដល់នោះទេហើយអូយគឺខ្ញុំល្អជាមួយអ្នកតើចុះទៅក្រោមទិញអាហារសម្រន់ពេលយប់ឲ្យអ្នកញ៉ាំចាំអ្នកត្រឡប់មកវិញត្រូវតែតបស្នងខ្ញុំឲ្យល្អណាស់ឲ្យយប់ជ្រៅយ៉ាងនេះមិនទាន់ទៅផ្ទះតើមិនមែនកំពុងរងចាំខ្ញុំនៅទីនោះទេដឹងហើយខានជួបគ្នាយូរយ៉ាងនេះមិនទាន់បាននិយាយប៉ុន្មានម៉ាត់ផងក៏ចុះចាញ់ខ្ញុំគ្មានអីត្រូវនិយាយជាមួយអ្នកទេកុំមានចិត្តអាក្រក់ខ្លាំងម្លេះខ្ញុំគ្រាន់តែចង់អញ្ជើញអ្នកផឹកស្រាមួយកែវតាមមិនផឹកទេខ្ញុំអាចឲ្យមិត្តជិតស្និទ្ធរបស់អ្នកធ្វើបាបអ្នកបានក៏អាចឲ្យគេធ្វើបាបឪពុកម្ដាយរបស់អ្នកបានដែរអ្នកគួរតែដឹងថាអ្នកមានអំណាចនៅពីក្រោយខ្នងធ្វើឲ្យគ្រួសារអ្នកវិនាសសូន្យគឺជារឿងមួយផ្លែតប៉ុណ្ណោះអ្នកហាអញ្ចឹងព្រមព្រៀងគ្នាហើយណាគ្រាន់តែផឹកស្រាមិនធ្វើអីផ្សេងទេគ្រាន់តែផឹកស្រាមិនធ្វើអីផ្សេងទេអូយអូយ៉ាមើលចុះតើខ្ញុំនាំអ្នកណាមកព្រះចៅអធិរាជពិតជាពូកែមែនសំបីតែម្ទេហ៎នឹងក៏នាំមកដែរលោកប្រុសថ្ងៃនេះចុងក្រោយបានសម្រេចបំណងហើយតោះទៅអូយចាស់ត្រូវហើយផ្ញើទៅអ្នកណាហុចតាមនឹងមកបានហើយអត់មានទេតោះញ៉ាំស្រាកុំបារម្ភអត់បានដាក់ថ្នាំទេមនុស្សមើលច្រើនយ៉ាងនេះតើខ្ញុំអាចស៊ីសាច់អ្នកកើតចូលកែវស្រារបស់អ្នកនេះប៉ុន្មានដឺក្រេហ្នឹងដូចជាស្រានេះតាមពិតដឺក្រេមិនខ្ពស់ទេអ្នកវិលមុខដោយសារតែមានគេដាក់ថ្នាំក្នុងស្រានេះលេងទៅខ្ញុំមានមិត្តប្រុសហើយគេពូកែណាស់បើអញហ៊ានប៉ះខ្ញុំគេច្បាស់ជាមិនលើកលែងឲ្យអញទេហាមិនលើកលែងឲ្យខ្ញុំនៅក្នុងក្រុងហៃឈឹងទាំងមូលតើមានអ្នកណាហ៊ានប៉ះខ្ញុំពិតមែនហើយល្អណាស់ចាំបន្តិចទៀតមិត្តប្រុសនាងមកដល់ឲ្យវាលុតជង្គង់មើលនៅក្បែរនេះមើលថាតើបងធំនឹងលេងនាងឲ្យងាប់យ៉ាងម៉េចជួយផង
nô na kê nâng cứ anh nâng mình ấy tê mền tế to cọc làng ôn mình ấy tê mền tế mình ấy tê bong chui túc tôl etipo tham ở ôn sân chăm trên từ cào bong nâng chui bẩn sạp tham ỏi anh chi nô na khi mà bồng plan ca nghi là bong thòng phòng quát cứ chỉ mật pro rồi bọc nhôm vàng lin kê cứ chỉ nẹt pro vàng để nhôm thlo prap bong pi môn một nằng nẹt pro vàng mền tế bong như dây mền na bà phật ra cứ phật ra từ hai đầu vây có treo pra đại pra chương trong pa po kê bẹp này kết tê lơ trò cô vàng đôi kia túc chi bong ôn trò cô tại mũi chốt ngay ní bong mình vì ảnh tệ ha 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 Vần tai anh trêu tại sông tô chỉ muốn sân bong ai nâng pichara mình pro can khang ảnh tệ vàng lin mền tế nơi không krong hai chân ní anh chi mình nu đầm bong kê đã hiên như dây chỉ mũi bong bẹp này te mọt vía hai đầu vây có bằng khom ở bong pra đại pra chương mà lệ mền tế công bằng khom bong ấy dương pro miên anh nà nơi không krong hai chân ní bà anh hiên pa po dương ngay còi anh khmin pleu tệ bà anh như dây bẹp ní nu bong can tại treo vì anh hơi mệt đai pu anh từng pi nẹ trong treo vì đài mền tế hey 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 ខ្ញុំជប់សិនខ្ញុំមានរឿងត្រូវនិយាយល្អនិយាយមកមើលស្រីរបស់អញស៊ូមីយ៉ូគឺយកព្រមផឹកស្រាជាមួយខ្ញុំហើយតែផឹកបានមួយកែវក៏ទ្រាំមិនបានទៅហើយស្រានេះខ្ញុំចំណាយអស់$80,000ឯណោះនាងផឹកមិនកើតគឺត្រូវតែយកខ្លួនមកសង្ហើយបើមិនអញ្ចឹងទេអញសងថ្លៃស្រានេះមកខ្ញុំវិញមកសំហេតុផលតើចុះបើបែបនេះវិញស្រារបស់នាងទុកឲ្យបងផឹកជំនួសចុះបងជាអ្នកផឹកអូខេនិយាយរួចហើយហាមកែប្រែពាក្យសម្ដីណាមិនបានទេលុយនេះខ្ញុំជាអ្នកសងខ្ញុំមិនឲ្យគាត់ផឹកទេហេផឹកទៅហើយអ្វីមិនផឹកនេះជាស្រាថ្លៃ$80,000ណានាងជាកូនស្រីអ្នកមានខ្លួនប្រានទន់ភ្លន់មិនដឹងថាការរកលុយវាពិបាកយ៉ាងណាទេម្យ៉ាងទៀតវាមិនមែនគ្រាន់តែស្រាប៉ុន្មានកែវទេអីកុំបារម្ភអីកម្រិតផឹករបស់បងខ្លាំងណាស់បងដឹងអីទៅទាំងអស់នេះសុទ្ធតែជាស្រាបរទេសកម្រិតខ្លាំងណាស់បើបងផឹកវាទាំងអស់ក្នុងពេលតែមួយបងច្បាស់ជាស្លាប់មិនខានទេវ៉ាងលីនមហាទុរជននិយាយម៉ាត់ណាគឺម៉ាត់នឹងកុំឲ្យយើងមើងងាយឯងឲ្យសោះណាជប់និយាយឥតប្រយោជន៍ទៅយកស្រាមកមកអញជាអ្នកនិយាយខ្លួនឯងទេផឹកទៅមិនអីទេនេះគឺជាស្រាបរងឌីនាំចូលដែលល្បីថាផឹកតែមួយកែវដួលសន្លប់ហើយទោះបីជាអញពូកែផឹកយ៉ាងណាក៏ដោយអស់មួយដបនេះអញច្បាស់ជាសន្លប់មិនខានចាំអញស្រវឹងទៅយើងនឹងចាត់ការស៊ូមីយ៉ូគឺនៅចំពោះមុខឯងតែម្ដងអូយរសជាតិអីនឹងផ្អែមឡែមនេះជាស្រាមែនទេទឹកក្រឡុកទេដឹងអាអ្នកស្រែនេះគេហៅថាស្រាបរងឌីទឹកក្រឡុកស្អីទៅផឹកមួយកែវតូចបែបនេះតើដល់ពេលណាទើបអស់ផឹកស្រាគឺត្រូវផឹកបែបនេះវ៉ាងលីនបងកំពុងធ្វើអីហ្នឹងផឹកស្រាតើស្រាច្រើនយ៉ាងនេះបើផឹកទាំងអស់ក្នុងពេលតែមួយក្រពះបងនឹងត្រូវចេះធ្លីមិនខានទេគ្មានរឿងធ្ងន់ធ្ងរដូចអូននិយាយទេឆ្ងាញ់តើស៊ូមីយ៉ូគឺមិត្តប្រុសនាងពិតជាល្ងងដូចសត្វលាអញ្ចឹងផឹកអស់មួយដបធំបែបនេះទោះមិនស្លាប់ក៏ត្រូវរបបស្បែកដែរចាំវាស្រវឹងសន្លប់ទៅយើងនឹងឲ្យវាបើកភ្នែកមើលផ្ទាល់ថាយើងចាត់ការនាងយ៉ាងម៉េចវ៉ាងលីនកុំផឹកទៀតអីឈប់ផឹកទៅ
ស្រាបរងឌីរបស់ឯងនេះគ្មានបានការសោះគ្មានកម្រិតជាតិអាល់កុលអីបន្តិចទៀបជាងស្រាហ្វាំងឈីនញ៉ាំងរបស់តាចាស់ឆ្ងាយណាស់នេះជាស្រាពិតមែនអត់ហ្នឹងអ្នកប្រុសវាងហាងរបស់យើងសុទ្ធតែជាស្រាពិតប្រាកដ100បារកឃើញថាคล้ายៗសងលុយ10ដងតើវាអាចទៅរួចយ៉ាងម៉េចគេផឹកអស់ច្រើនដល់ម្នាក់ឯងតែនៅតែធម្មតាមិនអីសោះអ្នកប្រុសវាងមនុស្សម្នាក់នេះប្រហែលជាព្រះស្រាហើយដឹងផឹកស្រាច្រើនយ៉ាងនេះហើយនៅតែមិនស្រវឹងមនុស្សម្នាក់នេះមិនធម្មតាទេបងពូកែផឹកដល់ថ្នាក់នេះមែនបងប្រាប់អូនហើយតើឥឡូវជាបងហើយនៅក្តៅណាស់ស្រាណេណាផឹកអស់ហើយតើឯងនៅមានពីអីចង់និយាយទៀតទេគ្មានរឿងអីទេពួកយើងទៅវិញទៅឈប់សិនអ្វីដែលបងធំចង់បានគឺគ្មានពាក្យថាមិនបាននោះទេយប់នេះខ្ញុំត្រូវតែចាត់ការស៊ូមីយ៉ូគឺឲ្យបានបើឯងមិនចង់ស្លាប់ទេទុកនាងឲ្យនៅទីនេះទៅនិយាយទៅគ្រាន់តែអាស្វាស្គមប៉ុន្មានអ្នកដូចពួកឯងចង់មកខាត់បងផងហើយរូបគឺអ្នកប្រុសវាងកន្លែងខេវនេះគឺជាទឹកដីរបស់ក្រុមខ្លាខ្មៅអំបូរវាងរបស់លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមខ្លាខ្មៅហេតុអ្វីមិនហៅពួកគេឲ្យមកជួយទៅពិតមែនហើយទោះបីជាវាពូកែវាយ៉ាងណាក៏ដោយតើអាចវាឈ្នះក្រុមខ្លាខ្មៅបានទេវាងលីនកុំប្រហើនពេកណាកន្លែងនេះគឺជាទឹកដីរបស់ក្រុមខ្លាខ្មៅខ្ញុំនិងបងឆាំងដែលជាមេក្រុមខ្លាខ្មៅគឺជាបងប្អូនធ្លាប់ស្ប៉ះស្បាយជាមួយគ្នាអញហ៊ានមកបំផ្លាញការងារល្អរបស់ខ្ញុំនៅក្នុងទឹកដីនេះគឺមិនទុកមុខឲ្យបងឆាំងទេអញហ៊ានធ្វើឲ្យខឹងក្រុមខ្លាខ្មៅពួកឯងស្លាប់មិនខានទេវាងលីនក្រុមខ្លាខ្មៅមានអំណាចខ្លាំងណាស់ហើយពួកគេសុទ្ធតែជាមនុស្សកាចសាហាវខូខើទៀតផងលើកនេះចប់ហើយក្រុមខ្លាខ្មៅអូហាហាហាល្អណាស់អញហៅពួកគេមកឲ្យអស់មកចាំមើលថាតើពួកគេហ៊ានប៉ះពាល់បងអត់កូនគោទើបនឹងកើតមិនខ្លាចខ្លាមែនទេល្អឥឡូវនេះខ្ញុំនឹងហៅពួកគេមកភ្លាមកាត់ផឹកតោះអាឡូបងឆាំងខ្ញុំគឺអាវាងតូចតាបងអូអ្នកប្រុសវាងតើមានការអីបានជាទៅមកខ្ញុំនឹងខ្ញុំកំពុងលេងនៅកន្លែងបងនឹងស្រាប់តែមានអាឈួតម្នាក់មកបង្កកន្លែងហើយវាខ្ញុំទៀតស្អីគេនៅមានអ្នកហ៊ានវាអញទៀតផងមិនបានប្រាប់ឈ្មោះខ្ញុំទេហើយរូបប្រាប់ហើយតើបងតែគ្មានបានការទេវាថែមទាំងនិយាយទៀតថាទោះជាមនុស្សក្រុមខ្លាខ្មៅមកក៏មិនហ៊ានប៉ះវាដែរស្អីគេម៉ែអាឡប់សំបីតែមុខខ្ញុំក៏វាមិនទុកឲ្យដែរឯងចាំនៅទីនោះទៅឥឡូវខ្ញុំឲ្យកូនចៅទៅភ្លាមចៅហ្វូឯងនាំគ្នាទៅបន្ទប់របស់អ្នកប្រុសវាងភ្លាមទៅមើលថាតើអ្នកណាហ៊ានមិនទុកមុខឲ្យក្រុមខ្លាខ្មៅរបស់យើងបាទបងឆាំងម្នាក់នោះហ៊ានក្រអើតក្រទុំលេះតើអាចជារឿងនេះមិនអាចទៅរួចដាច់ខាតចៅហ្វូធ្វើវាឲ្យអស់ពីដៃទៅកុំបារម្ភអីបាទឈប់សិនក្រែងលោជាមនុស្សម្នាក់នោះមែនចង់ចាំទុកឲ្យច្បាស់ដាច់ខាតមិនត្រូវធ្វើឲ្យគេខាងឡើយទុកចិត្តចុះចាំមើលទៅមនុស្សរបស់បងឆាំងនឹងមកដល់ឥឡូវនេះហើយវាងលីនមនុស្សក្រុមខ្លាខ្មៅមិនងាយលេងសាច់ទេទោះបីជាបងពូកែយ៉ាងណាក៏មិនមែនជាគូប្រកួតរបស់ពួកគេដែរពួកយើងប្រញាប់រត់ទៅថ្ងៃនេះគ្មាននរណាម្នាក់អាចទៅរួចទេចាំបន្តិចទៀតមនុស្សរបស់បងឆាំងមកដល់ខ្ញុំនឹងឲ្យឯងលុតជង្គង់នៅចំពោះមុខខ្ញុំមើលថាតើបងធំនឹងលេងស៊ូមីយ៉ូគឺយ៉ាងម៉េចធ្វើរកពីស្អីហ្នឹងចាំមើលថាតើឯងអាចធ្វើរកបានយូរប៉ុណ្ណាទៀតនរណាគេហ៊ានមកបង្កបញ្ហានៅក្នុងទឹកដីរបស់ក្រុមខ្លាខ្មៅគឺឯងមែនទេគឺគាត់នឹងហើយមិនត្រឹមតែមកបង្កចំនួនទេថែមទាំងនិយាយថាក្រុមខ្លាខ្មៅរបស់ពួកបងសុទ្ធតែជាពួកកាកសំណល់ទៀតផងនិយាយថាពេលជួបគាត់ត្រូវតែលុតជង្គង់ក្រាបក្បាលសំពះទៀតហាឯងចង់ងាប់មែនទេអូគឺលោកហេតុអ្វីខ្ញុំមើលទៅដូចជាធ្លាប់ស្គាល់លោកគឺអូឯងប្រហែលជាមិនស្គាល់ខ្ញុំទេប៉ុន្តែមេបងចៅហ៊ូឈៀងប្រកាសជាស្គាល់មិនខានឈ្មោះរបស់បងឈៀងក៏ឯងសមនឹងហៅដែរមែនទេមេរបស់ពួកគេស្គាល់ឯងតើឯងកំតិចមកពីណាទៅបងហូកុំបារម្ភអីគេគ្រាន់តែជាមនុស្សកាកសំណល់ម្នាក់ប៉ុណ្ណោះគ្មានផ្លូវស្គាល់មេប៉ារបស់បងឡើយអ្នកប្រុសវាងប្រហែលជាមិនដឹងទេថ្ងៃនេះក្រុមខ្លាខ្មៅមានកំពូលមនុស្សម្នាក់មកដល់សូម្បីតែមេរបស់យើងក៏ត្រូវក្រាបសំពះគោរពដែរស្អីគេមនុស្សដែលសូម្បីតែបងឈៀងក៏ចុះចាញ់គោរពគាត់ខ្លាចដែរ
មែនហើយហេតុនេះហើយបានជាមេបញ្ជាយ៉ាងម៉ឺងម៉ាត់កុំឲ្យនរណាម្នាក់ទៅប៉ះពាល់គេឲ្យសោះតើគាត់ជាកំពូលមនុស្សម្នាក់នោះឬអត់ខ្ញុំមិនទាន់ប្រកាសទេឥឡូវមេក៏នៅទីនេះដែរខ្ញុំនឹងទៅសួរមេដើម្បីបញ្ជាក់ភ្លាមបើគេមិនមែនជាកំពូលមនុស្សម្នាក់នោះទេអ្នកប្រុសកុំបារម្ភអីក្រុមខ្លាខ្មៅច្បាស់ជាមិនលើកលែងឲ្យគេឡើយទេចុះបងហូចាំបាច់ហត់នឿយទៅធ្វើអីមនុស្សដូចវាធ្វើម៉េចនឹងអាចជាកំពូលមនុស្សទៅកើតអ្នកប្រុសវាងក្រុមខ្លាខ្មៅនេះជាកម្លាំងងឹតលេខ1នៅក្នុងទីក្រុងហៃឈឹងមនុស្សដែលសំបីតែមេក្រុមចុះចាញ់គោរពគឺមិនមែនជារឿងសាមញ្ញឡើយប្រសិនបើអាចចងមិត្តជាមួយបុគ្គលម្នាក់នេះបានទៅថ្ងៃមុខនៅទីក្រុងហៃឈឹងនេះតើមិនមែនជាគ្រួសារវាងរបស់យើងជាអ្នកសម្រេចគ្រប់យ៉ាងទេអីអញ្ចឹងឯងអស់សង្ឃឹមហើយព្រោះឯងបានធ្វើឲ្យគេខឹងយ៉ាងខ្លាំងបាត់ទៅហើយវាងលីនឯងគិតថាកំពូលមនុស្សម្នាក់នោះគឺឯងមែនទេមនុស្សកាកសំណល់ដូចឯងមកអួតក្អេងក្អាងធ្វើអីប្រញាប់គិតរកវិធីលុតជង្គង់សុំទោសទៅល្អជាងបងឈៀងរឿងតូចតាចសោះបងខំអញ្ជើញមកដោយផ្ទាល់ទៀតខ្ញុំប្រាប់ហើយថាវាគ្រាន់តែជាកាកសំណល់ម្នាក់បង្កបញ្ហាប៉ុណ្ណោះគ្មានផ្លូវជាកំពូលមនុស្សឡើយតែគេមិនជឿនៅតែបង្ខំឲ្យបងធ្វើដំណើរមកមួយជើងទៀតវាងលីនខ្ញុំស្ទើរតែភ្លេចប្រាប់ឯងទៅហើយរាល់ពេលបងឈៀងចេញមុខដោះស្រាយរឿងរ៉ាវគឺតែងតែមានមនុស្សស្លាប់ឯងចប់ហើយមិនអីទេកុំបារម្ភអីឈប់សិនហេតុអ្វីបងទេសកំភ្លៀងខ្ញុំលោកគ្រូធំវាងខ្ញុំពិតជាមិនដឹងថាលោកអញ្ជើញមកទីនេះសោះបើលោកមកគួរតែប្រាប់ខ្ញុំមួយម៉ាត់ផងដើម្បីឲ្យខ្ញុំរៀបចំមនុស្សចាំទទួលស្វាគមន៍បងឈីងបងប្រកាសជាច្រឡំមនុស្សហើយវាគ្រាន់តែជាកាកសំណល់ម្នាក់ប៉ុណ្ណោះមិនស័ក្តិសមនឹងការគោរពរបស់បងឡើយទៅងាប់ទៅឈ្មោះរបស់លោកគ្រូធំវាងក៏ឯងសមនឹងហើយដែរមែនទេសុំទោសភ្លាមខ្ញុំឲ្យខ្ញុំសុំទោសវានឹងរេគ្មានផ្លូវទេនៅចំពោះមុខចៅហ៊ូឈីងគ្មានអ្វីដែលថាមិនអាចនោះទេលុតជង្គង់ចុះសុំទោសភ្លាមមិនសុំទោសដាច់ខាតសុំទោសឬអត់មិនសុំទោសសុំទោសឬអត់មិនសុំទោសថ្ងៃនេះយើងចង់ដឹងណាស់ថាក្បាលឯងរឹងដល់កម្រិតណាសុំទោសឬអត់សុំទោសឬអត់សុំទោសឬអត់ចៅហ៊ូឈីងខ្ញុំជាអ្នកប្រុសធំនៃគ្រួសារវាងនៅទីក្រុងហៃឈឹងណារឿងថ្ងៃនេះខ្ញុំច្បាស់ជាមិនលើកលែងឲ្យពួកឯងនេះឡើយគ្រួសារវាងនៅចំពោះមុខលោកគ្រូធំគ្រួសារវាងរបស់ឯងគ្មានតម្លៃស្មើនឹងអាចផងនៅតែមិនព្រមសុំទោសមែនទេមកនេះវាបំបាក់ជើងវាទៅខ្ញុំសុំទោសខ្ញុំខុសហើយវាងលីនលោកម្ចាស់វាងលីនខ្ញុំមិនគួរមករំលោភបំពានលោកឡើយខ្ញុំពិតជាខុសហើយខ្ញុំសូមអង្វរលោកមេត្តាលើកលែងទោសឲ្យខ្ញុំផងបានហើយឲ្យវាទៅលោកគ្រូធំវាងតើការដោះស្រាយរបស់ខ្ញុំលោកពេញចិត្តដែរឬទេក៏ល្អដែរប៉ុន្តែទៅថ្ងៃមុខកុំបណ្ដោយឲ្យមនុស្សគ្មានសណ្ដាប់ធ្នាប់បែបនេះចូលមកទៀតឲ្យសោះមើលចុះធ្វើឲ្យមិត្តស្រីរបស់ខ្ញុំភ័យអស់ហើយបាទពិតមែនហើយតើពួកឯងបាននិយាយអ្វីដែលលោកគ្រូធំវាងមានប្រសាសន៍ហើយឬនៅចាប់ពីពេលនេះទៅគ្រប់ទីកន្លែងរបស់ក្រុមខ្លាខ្មៅហាមមិនឲ្យមនុស្សរបស់គ្រួសារវាងចូលជាដាច់ខាតបានហើយគ្មានការអីទៀតទេខ្ញុំសុំលាទៅមុនហើយអ្នកប្រុសវាងអ្នកប្រុសមិនអីទេមែនទេរឿងថ្ងៃនេះមិនទាន់ចប់ត្រឹមនឹងឡើយអ្នកប្រុសវាងក្រុមខ្លាខ្មៅនេះសម្រេចចិត្តជួយវាឲ្យដល់ទីបំផុតហើយតើយើងត្រូវធ្វើដូចម្តេចទៅដល់ពេលត្រូវអញ្ជើញគ្រូសេលហ្វឹងចេញមុខហើយក្តៅណាស់ណែអូនទ្រាំបន្តិចទៀតទៅពេលចូលដល់ក្នុងបន្ទប់ខ្ញុំនឹងជួយបញ្ចេញជាពលឲ្យណាក្តៅណាស់បន្ទប់808ប្រុសនិងស្រីមិនគួរនៅជិតស្និទ្ធគ្នាពេកទេឲ្យខ្ញុំសម្រាកបន្តិចសិនដកដង្ហើមសិន
ស៊ូម៉ៅគឺនេះពិតជាធ្វើឲ្យគេហត់នឿយមែនកុំបារម្ភអីខ្ញុំនឹងជួយបន្សាបជាតិពុលឲ្យអូនភ្លាមចាំមើលថ្ងៃក្រោយអូននៅហ៊ានទៅផឹកស្រាម្នាក់ឯងទៀតអត់មកទៀតហើយជាតិពុលជ្រាបចូលក្នុងបេះដូងហើយបើចង់បន្សាបជាតិពុលមានតែវិធីមួយគត់ខ្ញុំធ្វើនេះគឺដើម្បីជួយសង្គ្រោះជីវិតមនុស្សទេមិនមែនឆ្លៀតឱកាសអាក្រក់ឡើយមកចុះធ្វើបាបខ្ញុំតាមចិត្តទៅអាយវ៉ាងលីនអូនកំពុងធ្វើអីហ្នឹងអញពិតជាមនុស្សខូចខើមែនមនុស្សខូចខើខ្ញុំជាអ្នកសង្គ្រោះជីវិតអូនណាខ្ញុំថែមទាំងត្រូវបាត់បង់ថាមពលយានយ៉ាងដ៏បរិសុទ្ធទៀតផងខ្ញុំខាតបង់ធំណាស់ដឹងទេទោះជាយ៉ាងណាក៏លោកមិនអាចអូននិយាយថាម៉េចមិនអាចទេនិយាយឲ្យខ្លាំងមកមើលខ្ញុំមិនលើកលែងឲ្យលោកជាដាច់ខាតកុំរករឿងអីកុំរករឿងវ៉ាងលីនលោកត្រូវតែទទួលខុសត្រូវលើខ្ញុំរឿងនេះហេតុអ្វីលោកមិនចង់ទទួលខុសត្រូវមែនទេទទួលខុសត្រូវអាឡូវ៉ាងលីនលោកនៅណាខ្ញុំតើលោកកំពុងធ្វើអ្វីហ្នឹងមានអ្នកណានៅក្បែរលោកមែនទេគ្មានទេខ្ញុំនៅម្នាក់ឯងតើនាងមានការអីចង់និយាយមែនទេមកកំដរខ្ញុំចូលរួមកម្មវិធីដេញថ្លៃមួយកម្មវិធីដេញថ្លៃសុំលះហើយខ្ញុំគ្មានចំណាប់អារម្មណ៍ទេខ្ញុំនឹងផ្ដល់ប្រាក់កម្រៃចូលរួមចំនួន10លានឲ្យលោកស្អីគេណែណាខ្ញុំនឹងទៅដល់ភ្លាមវ៉ាងលីនបាត់អង្គុយចុះកញ្ញាលីនខ្ញុំចង់និយាយថានេះគ្រាន់តែជាការដេញថ្លៃធម្មតាសោះហេតុអ្វីចាំបាច់អូសខ្ញុំមកទីនេះធ្វើអីថែមទាំងចំណាយប្រាក់អស់រាប់លានទៀតនៅចាំពូទី2របស់ខ្ញុំទេពូទី2របស់នាងលោកគ្រូស្អីគេឥតប្រយោជន៍គ្មានបានការអូខ្ញុំចាំបានហើយមានរឿងអីមែនទេនៅក្រោមឈ្មោះរបស់គាត់មានដីមួយកន្លែងដែលគេចង់បានយ៉ាងខ្លាំងប៉ុន្តែថ្ងៃនេះស្រាប់តែលេចមុខនៅក្នុងកម្មវិធីដេញថ្លៃដីធ្លីទៅវិញថែមទាំងលក់ក្នុងតម្លៃថោកទៀតផងគ្រួសារលីនរបស់យើងកំពុងរៀបចំគម្រោងការធំមួយហើយត្រូវការដីនោះជាចាំបាច់ខ្ញុំខ្លាចថានៅក្នុងនោះមានឧបាយកទើបចង់សុំឲ្យលោកជួយពិនិត្យមើលឲ្យបន្តិចអូរឿងបែបនេះទេអីរឿងតូចតែទេទុកចិត្តលើខ្ញុំចុះលីនវ៉ាន់យូខ្ញុំដឹងច្បាស់ណាស់ថានាងត្រូវតែមកគម្រោងការថ្ងៃនេះគឺរៀបចំឡើងជាពិសេសសម្រាប់នាងតែម្ដងឲ្យតែនាងដេញថ្លៃយកដីនេះបាននោះអ្វីគ្រប់យ៉ាងរបស់នាងរួមទាំងគ្រួសារលីនផងច្បាស់ជាធ្លាក់មកក្នុងដៃរបស់ខ្ញុំមិនខានសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកកាន់កម្មវិធីដេញថ្លៃនាថ្ងៃនេះដើម្បីកុំឲ្យខាតពេលវេលាយូរឥឡូវនេះសូមអញ្ជើញទស្សនាវត្ថុដេញថ្លៃដំបូងគេនេះគឺជាផ្ទៃបាតទន្លេដែលស្ងួតហួតហែងមានទំហំដីរហូតដល់ 30,000 ហិកតាដោយដែលបានឃើញស្រាប់បន្ទាប់ពីឆ្លងកាត់ការច្រោះដោយខ្យល់អាកាសក្នុងរយៈពេលយ៉ាងយូរវាក៏បានក្លាយជាដីប្រៃដែលគ្មានតម្លៃខ្ពស់នោះឡើយតម្លៃចាប់ផ្ដើមដេញថ្លៃគឺ10លានដីឡូតលេខ1គ្មានអ្នកដេញថ្លៃឡើយវត្ថុដេញថ្លៃបន្ទាប់គឺបានមកពីលោកលីនដីដែលលោកលីនចង់ដេញថ្លៃនោះគឺដីសាមដែលមានផ្ទៃក្រឡា100,000 ហិកតាដីខ្មោច100,000 ហិកតាទីតាំងមិនត្រឹមតែល្អឥតខ្ចោះប៉ុណ្ណោះទេហើយហុងស៊ុយក៏កំពូលដែរគឺពិតជាដីមង្គលដែលរយឆ្នាំមានម្ដង500លានលើកទី1ដើម្បីដីមួយដុំនេះទោះខ្ញុំចំណាយប្រាក់ច្រើនយ៉ាងណាក៏គួរសម្ដែងកុំអូសបន្លាយពេលទៀតអីប្រញាប់ប្រកាសតម្លៃចាប់ផ្ដើមដេញថ្លៃទៅ97លាន69លាន70លាន75លាន50លានអ្នកមីងហ្វៃច្រើនម្លេះដីមួយដុំហេតុអ្វីមានតម្លៃម្លេះដីសាមគឺជាអណ្ដូងរ៉ែមាសនៅលើនោះសាងសង់សួនកំសាន្តដីសើមហើយជុំវិញសួនកំសាន្តសាងសង់ភោជនីយដ្ឋាននិងសន្តាគារជាដើមក្នុងរយៈពេល5ឆ្នាំគ្រាន់តែចំណូលបានមកពីទេសចរអាចលើសពី 1000 លានច្រើនណាស់ប្រសិនបើអាចទាញយកធនធានធ្វើការរុករកនិងស្រាវជ្រាវអភិវឌ្ឍចំណូលនោះនឹងក្លាយជាតួលេខដ៏មហាសាលដីមួយដុំនេះខ្ញុំពិតជាចង់ទទួលបានវាតាក់ទងនឹង10ឆ្នាំខាងមុខតើត្រកូលលីងរបស់ខ្ញុំអាចបន្តគ្រងតំណែងអធិរាជនៅក្រុងហៃឆឹងតំណែងលេខ1 150លាន150លានស្អីគេ300លាន
អូយចឹងស្រួលហើយអូយពួកយើងប្រកាសជាដេញមិនទាន់គេទេរំលងទៅ500លានលើកទី2លោកលីងតើអ្នកមានអ្វីចង់និយាយទេវ៉ាន់យូបើអ្នកពិតជាចង់បានដេញមួយដុំនេះដោយស្មោះខ្ញុំអាចដកការដេញថ្លៃចេញបានហើយលក់ដេញមួយដុំនេះឲ្យអ្នកពូទី2លោកអាចមានចិត្តល្អយ៉ាងនេះផងបន្ទាប់ពីលោកតាឯងដេញពូចេញពីផ្ទះពូបានគិតច្រើនណាស់ពួកយើងសុទ្ធតែជាមនុស្សគ្រួសារលីងប្រកួតប្រជែងគ្នាចុះឡើងមានតែខូចខាតទាំងសងខាងធ្វើឲ្យអ្នកក្រៅចំណេញពូបានគិតជ្រុះច្រហហើយក្មួយនៅក្មេងនៅឡើយស័កសមគ្រប់គ្រងគ្រួសារនេះជាងពូសម្រេចចិត្តលក់ដីនេះឲ្យក្មួយអញ្ចឹងពូនិយាយមែនជាស្ដេចសេរីរស់នៅដោយសប្បាយរីករាយយកមកតាំងពីយប់មិញម្លេះស៊ីញេទៅឆាប់ស៊ីញេទៅចាស់ពូទី2ខ្ញុំចង់សួរមិត្តមនុស្សម្នាក់សិនអូវ៉ាងលីនតើអាចចុះហត្ថលេខាលើនេះបានទេមើលចុះមិនបាច់ចុះទេមិនអាចយកបានទេនេះជាកិច្ចការគ្រួសារលីនឯងជាស្អីគ្មានសិទ្ធិនិយាយនៅទីនេះទេក្មួយស្រីឱកាសគំរំមានណាស់ណាទោះជាដីមានតម្លៃនេះពូមិនចង់ឲ្យធ្លាក់ទៅលើដៃអ្នកដទៃប៉ុន្តែបើក្មួយនៅតែស្ទាក់ស្ទើរពូមានតែប្រើប្រាស់ក្រុមហ៊ុនអ្នកផ្សេងដើម្បីចំណេញលោកស្រីលីនលក់ដីសាមនេះខ្ញុំឲ្យ550លានចិត្តឲ្យ500លានតែ200លានតែម្ដងរួមទាំងភាគរយនៃប្រាក់ចំណូលបន្ត30ទិញផ្ដាច់តែម្ដងហេតុអ្វីបានជាមិនយកដីមួយកន្លែងនេះក្មួយស្រីឯងបើឯងជឿគេឯងនឹងបាត់បង់ឱកាសល្អជាមួយដីមាសដីប្រាក់មួយនេះហើយគិតច្បាស់ដីមួយកន្លែងនេះមើលទៅហាក់ដូចជាមានហុងស៊ុយល្អខ្លាំងជួរភ្នំនាគរីកពិតជាកន្លែងដីមាសដីប្រាក់ដ៏ល្អអញអាល្ងងមានភ្នែកមើលដែរតើចុះបើជាដីមាសដីប្រាក់ហេតុអ្វីបានជាមិនយកឯខ្ញុំមិនទាន់និយាយចប់ផងព្រោះវាលាក់បាំងនៅប្រមោលពោះថ្លាន់នឹងចាប់លេបនាគបើកាន់កាប់យូរអង្វែងនឹងត្រូវអ្នកលក់បឺតស្រូបធម្មពលរហូតដល់វិនាសស្រឡាយគ្រួសារតើស្អីគេនេះជាកន្លែងដេញថ្លៃមិនមែនជាកន្លែងឲ្យអញមកនិយាយបោកប្រាស់ប្រជាជននៅទីនេះទេរឿងដែលអញនិយាយទាំងនេះតើនរណានឹងជឿដីល្អយ៉ាងនេះមិននឹងអាចលាក់បាំងគ្រោះមហន្តរាយទៅកើតពួកអ្នកឯងមិនយកទេមែនទេខ្ញុំយកទឹកចិត្តល្អរបស់លោកប្រធានត្រូវប៉ះបង់ទេហើយតែការបើក្មួយស្រីលោកមិនយកអញ្ចឹងប្រញាប់បន្តការដេញថ្លៃទៅខ្ញុំមើលទៅពូទី2របស់នាងពិតជាប្រាថ្នាចង់ឲ្យនាងស្លាប់មែនខ្ញុំមើលទៅពួកអ្នកដេញថ្លៃទាំងនេះសុទ្ធតែជាមនុស្សដែលគាត់ជួលមកនាងសាក់គិតមើលបើដីនេះល្អពិតមែនហេតុអ្វីបានជាគាត់មិនទប់ខ្លួនឯងនាងនឹងគាត់សុទ្ធតែជាអ្នកជំនួញសូមជាអ្នកមិនយល់ពីមនុស្សដែលយកផលប្រយោជន៍ជាធំខ្ញុំដឹងថាលោកពូទី2ចាត់ទុកខ្ញុំជាឆ្អឹងតឹងមិនក៏ស្រាប់តែភ្ញាក់ដឹងខ្លួនបែបនេះថ្ងៃនេះសំណាងហើយបាននៅទីនេះបើគុំតែអញ្ចឹងចាញ់បោកគេហើយចាញ់បោកខ្ញុំនឹងទោះបីជាខ្ញុំត្រូវគេទម្លាយក៏យ៉ាងម៉េចដែរនៅទីក្រុងទាំងមូលក្រៅពីដីមួយកន្លែងនេះគឺគ្មានដីមាសដីប្រាក់ទី2ទៀតទេនាងមិនទិញខ្ញុំអាចរកគ្រូហុងស៊ុយមកកែប្រែហុងស៊ុយហើយលក់ឲ្យអ្នកផ្សេងបានហឹមចុះឯងវិញអូយបើគ្មានដីមួយដុំនេះទេគម្រោងផ្លូវលេខ1ដែលពួកឯងវិនិយោគយ៉ាងច្រើននោះខ្ញុំមើលទៅតើឯងចូលទៅបានដោយរបៀបណាអូយចង់មកកែប្រែហុងស៊ុយដីមួយដុំនេះគេប្រហែលជាមិនខ្លាចស្លាប់ទេមានតែមនុស្សគ្មានភ្នែកនិងគិតមិនចាស់ទុំទេដែលហ៊ានទិញដីមួយដុំនេះហើយម្យ៉ាងទៀតអ្នកណាថានោះជាដីទី2វ៉ាងលីនតើជាដីមួយណាគឺដីមួយដុំនេះឯងអាហាខ្ញុំស្មានថាឯងមានសមត្ថភាពអស្ចារ្យអាចរកឃើញដីមានតម្លៃដែលសំបីតែខ្ញុំក៏រកមិនឃើញទីបំផុតគឺដីអត់ប្រយោជន៍មួយដុំនេះសោះសិនយូមនុស្សបែបនេះនាងក៏ជឿដែរនាងដឹងអីវ៉ាងលីនគឺជាគ្រូហុងស៊ុយណាគាត់ថាទីនេះជាដីមានតម្លៃប្រកាសជាមានហេតុផលរបស់គាត់ហេតុផលស្អីទៅជាហេតុផលរបស់ពួកបោកប្រាស់មែនទេនាងជឿខ្ញុំឬទេខ្ញុំប្រកាសជាជឿលោកបើជឿខ្ញុំត្រូវទិញយកដីមួយដុំនេះខ្ញុំធានាថា
ក្នុងរយៈពេល10ឆ្នាំខាងមុខនឹងមានទ្រព្យសម្បត្តិមហាសាលហើយអាជីវកម្មរបស់គ្រួសារលីននឹងកាន់តែរុងរឿងឡើងមួយកម្រិតទៀតដីមួយដុំនេះខ្ញុំយកហើយសូមអបអរសាទរលោកស្រីដែលបានដេញថ្លៃទិញដីប្រៃនេះក្នុងតម្លៃ10លានយួនអុយសូមអបអរសាទរក្មួយស្រីរបស់ខ្ញុំដែលបានចំណាយប្រាក់យ៉ាងច្រើន10លានយួនដើម្បីទិញដីមួយកន្លែងនេះដីប្រៃនេះសំបីតែដំណាំក៏ដាំមិនដុះផងទិញមកធ្វើអីយកទៅធ្វើជាកន្លែងចាក់សម្រាមមែនទេដីអន់បែបនេះទោះឲ្យខ្ញុំ10លានយួនថែមទៀតក៏ខ្ញុំមិនយកដែរចុះហេតុអ្វីបានជាលោកស្រីនៅតែចំណាយលុយទិញទៀតប៉ុន្តែគាត់ល្ងងហើយមានលុយច្រើនខ្ញុំជឿជាក់លើអ្នកក្នុងការទិញដីប្រៃនេះប៉ុន្តែអ្នកត្រូវតែប្រាប់ខ្ញុំថាហេតុអ្វីបានជាទិញវាព្រោះដីនេះជាមជ្ឈមណ្ឌលសរសៃនាគនៃក្រុងមានប្រផ្នូលល្អខ្លាំងណាស់ខ្ញុំហ៊ានធានាថាក្នុងរយៈពេល10ឆ្នាំទៀតអូដីនេះប្រកាសជានឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃក្រុងមែនទេអញ្ចឹងតើមិនមែនបានន័យថាខ្ញុំចំណាយ10លានយួនប៉ុន្តែបានចំណេញធំទេប្រកាសណាស់មជ្ឈមណ្ឌលសរសៃនាគមជ្ឈមណ្ឌលសេដ្ឋកិច្ចក្មួយស្រីសម្ដីផ្ដេសផ្ដាសបែបនេះអ្នកឯងជឿដីនេះខ្ញុំបានឲ្យអ្នកវិតម្លៃដីធ្លីនិងអ្នករុករកភូមិសាស្ត្រពិនិត្យយ៉ាងល្អិតល្អន់រុករកដីនេះរួចហើយណាវាមិនមានតម្លៃសូម្បីតែ1សេនហឺខ្ញុំប្រាប់ហើយថាពួកមនុស្សធម្មតាទាំងនេះមិនស្គាល់របស់រដនសម្បត្តិទេប្រសិនបើជឿចាត់មនុស្សឲ្យទៅចំកណ្ដាលនៃដីនេះជីកចុះក្រោមជម្រៅ5ម៉ែត្រនោះនឹងឃើញថ្មឈាមនាគដែលសង្កត់សរសៃនាគឈាមរតនៈឯងចង់ឲ្យខ្ញុំសើចស្លាប់មែនទេអានប្រឡំលោកច្រើនពេកហើយដឹងខ្ញុំជាមនុស្សដែលប្រកបប្រជាណាស់ចាត់មនុស្សឲ្យទៅជីកគឺគ្មានន័យទេពួកយើងទាំងអស់គ្នាទៅជាមួយគ្នាមិនបានទេឯងនៅមុខមនុស្សគ្រប់គ្នាតើឯងហ៊ានទេល្អតើខ្លាចឯងមែនអូមិនបានរត់ទេតើខ្ញុំស្មានតែអ្នកទាំងពីររត់ចោលពាក់កណ្ដាលផ្លូវបាត់ហើយក្តារដែលឈ្នះស្រាប់ហេតុអ្វីត្រូវរត់ពិតជាកូនគោទើបនឹងកើតមិនខ្លាចខ្លាមែនឯនោះជានរណាណែនាំឲ្យអ្នកទាំងអស់គ្នាស្គាល់បុគ្គលនេះជាអ្នកស្រាវជ្រាវដីប្រៃនេះប្រាប់ក្មួយស្រីខ្ញុំឲ្យបានច្បាស់មើលថាដីនេះពិតជាមានតម្លៃឬគ្មានតម្លៃជំរាបសួរកញ្ញាដីប្រៃនៅក្រោមជើងនេះខ្វះខាតរ៉ែគ្មានប្រភពទឹកហើយកម្រិតជាតិប្រៃគឺលើសពីស្តង់ដារឆ្ងាយណាស់មិនអាចប្រើប្រាស់បានតតែសោះតាមការវិតម្លៃដីមួយកន្លែងនេះគ្មានតម្លៃមួយកាក់មួយសេនឡើយប្រសិនបើអ្នកមិនជឿឯកសារនៅទីនេះអ្នកអាចអូខេដៃគោមិនល្អទេការពិនិត្យឃើញជាតិប្រៃលើសកម្រិតធ្ងន់ធ្ងរហើយដីធូររលុងមិនអាចដាំដុះបានហើយក៏មិនអាចសាងសង់អ្វីបានដែរនេះពិតជាដីឥតប្រយោជន៍មែនខ្សែនាគត្រូវត្រាយកបង្កប់នាគសង្កត់ពីលើប្រកាសជាខ្លាចជាដីឥតប្រយោជន៍ហើយប៉ុន្តែប្រសិនបើអាចយកត្រាយកបង្កប់នាគចេញមកបានដីមួយដុំនេះនឹងអាចរុងរឿងឡើងវិញត្រាយកបង្កប់នាគត្រូវហើយលោកគ្រូធំរូបនេះនិយាយថាខាងក្រោមនេះមានត្រានាគសង្កត់លើខ្សែនាគលោកប្រុសតូចកុំនិយាយលេងអីពេលពួកយើងវាស់វែងភូមិសាស្ត្រពួកយើងបានជីកកាយលើផ្ទៃដីធំរួចហើយខាងក្រោមគ្មានអ្វីសោះអ្នកជីកបានប៉ុន្មានម៉ែត្រ2-3ម៉ែត្រត្រានាគដែលខ្ញុំនិយាយយ៉ាងហោចណាស់ត្រូវជីក5ម៉ែត្រហើយគឺនៅចំក្រោមជើងនេះតែម្ដងឯងនេះមាត់រឹងមិនព្រមទទួលស្គាល់ថ្ងៃនេះខ្ញុំនឹងលាតត្រដាងឯងនៅមុខមនុស្សគ្រប់គ្នាតោះមកខ្ញុំក្មេងស្រីម៉ូលីននេះជិត5ម៉ែត្រហើយក្មេងប្រុសតើត្រារីកសម្បត្តិនៅឯណាប្រញាប់ធ្វើអីជីកមួយប៉ែទៀតដល់ហើយខ្ញុំមើលទៅឯងពិតជាមិនឃើញក្តីមិនស្រក់ទឹកភ្នែកមែនតោះចាំទុកណាក្មេងស្រីល្អពិតជាមានត្រាស្ដេចមែនវ៉ាងលីងអ្នកពិតជាពូកែមែនប្រកាសណាស់ប្រសិនបើគ្មានរឿងប៉ុណ្ណឹងផងមិនដឹងទេតើខ្ញុំអាចធ្វើជាលោកគ្រូមន្តអាគមបានដោយរបៀបណាពូជ្រូកត្រាស្ដេចត្រូវគេជីកកាយឃើញហើយតើពូមានអីនិយាយទៀតទេមិនក៏ចឹងមិនអាចទេមុននេះតើមិនបានពិនិត្យយ៉ាងល្អិតល្អន់ហើយទេគួរតែគ្មានអ្វីទើបត្រូវមែនហើយរបាយការណ៍ពិនិត្យភូមិសាស្ត្រមិនអាចក្លែងបន្លំបានទេតើមានរឿងអ្វីកើតឡើងឲ្យប្រាកដមកពីបច្ចេកវិទ្យារបស់អ្នករាល់គ្នាអនសោះវ៉ាងលីនប៉ុន្តែលោកគ្រូមន្តអាគមចុះត្រាស្ដេចនេះនរណាដឹងថាអ្នកទាំងអស់គ្នាបានកប់ទុកមុនឬអត់ហេរឿងនេះអាចបញ្ជាក់ពីតម្លៃដីនេះបានដីនេះគ្មានតម្លៃទេវានៅតែជាដីទំនេរគ្មានតម្លៃមួយកាក់មួយសេនដីអត់ប្រយោជន៍10លានរបស់អ្នកខាតបង់ទេហើយស្អីគេហ្នឹងត្រានកូនាគនេះត្រូវបានជីកកាយឃើញដីមួយកន្លែងនេះកំពុងតែរស់ឡើងវិញយ៉ាងឆាប់រហ័ស
អ្នកទាំងអស់គ្នានឹងបានឃើញងាកងើបក្បាលឡើងហើយលោកវាងគុំបន្ទោសខ្ញុំដែលនិយាយសម្ដីមិនពីរោះអីសម័យណាហេនៅយកអាគុំអូមអាមជឿសុបបែបនេះមកបោកប្រាស់គេទៀតនៅមានងាកងើបក្បាលទៀតផងកញ្ញាលីនយ៉ាងហោចណាស់អ្នកក៏ជាអ្នកបន្តវេនគ្រួសារបន្ទាប់ដែរត្រូវតែជឿលើវិទ្យាសាស្ត្រកុំឲ្យមនុស្សមានគំនិតអាក្រក់ទាំងនេះបោកប្រាស់បានខ្ញុំយ៉ាងម៉េចមិនបាច់ឲ្យអ្នកបារម្ភទេជឿជាក់ដោយគ្មានលក្ខខណ្ឌក្នុងអ្នកជឿលើអាប្រុសម្នាក់នេះម្លេះតើអញហ៊ានភ្នាល់ម្ដងទៀតទេភ្នាល់អីភ្នាល់ថាអ្វីដែលកប់នៅខាងក្រោមនេះជាខ្សែផ្លូវនាគគឺអត់បើមិនមែនទេឯងត្រូវតែប្រគល់តំណែងមេគ្រួសារមកចុះបើវាជាខ្សែផ្លូវនាគសំពះអញ្ចឹងខ្ញុំនឹងបាត់មុខពីទីក្រុងហៃឈឹងចាប់ពីពេលនេះទៅពាក្យណាពាក្យហ្នឹងអាល្ងងចាំមើលទៅខ្ញុំទេល្អអាមើលលឿនឡើងរស្មីបារមីភ្លឺស្វាងផ្កាឈូកមាសរីកនេះជាដំណឹងល្អវាពិតជាខ្សែផ្លូវនាគមែនវ៉ាងលីនខ្ញុំដឹងថាខ្ញុំមិនទុកចិត្តមនុស្សខុសទេទឹកគឺជាទ្រព្យជួបទឹកនឹងរីកចម្រើនឥឡូវនេះទឹកកំពុងតែបាញ់ចេញមកខ្សែផ្លូវនាគរីកចម្រើនខ្លាំងមិនយូរប៉ុន្មានថ្មមួយដុំនេះនឹងក្លាយជាឆ្នាំងស្បែកកងប្រមូលទ្រព្យក្នុងរយៈពេល10ឆ្នាំខាងមុខជួបអ្នកគឺដូចជាធ្វើឲ្យខ្ញុំរើសបានរតនសម្បត្តិអញ្ចឹងអ្នកមនុស្សដូចអ្នកខ្ញុំបានជួយអ្នកច្រើនយ៉ាងនេះមិនក៏ធ្វើមុខក្រញើដាក់ស្រីស្អាតមានសមត្ថភាពនិងសម្រស់ដូចខ្ញុំទៅកើតអ្នកគួរតែលួចអទៅខ្ញុំពូទី2ហ៊ានភ្នាល់ត្រូវហ៊ានទទួលស្គាល់ចាញ់តាមការសន្យាឥឡូវអ្នកអាចអូសក្បាលចេញពីទីក្រុងហៃឈឹងបានហើយលីនវ៉ាន់យាកកុំអាលសប្បាយចិត្តលឿនពេកចាញ់ឈ្នះយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេយកពុំពួកយើងទៅបានហើយអើយតើអេហ្វេងនឹងចេញពីការតាំងសមាធិនៅពេលណារាប់ថ្ងៃទៅថ្ងៃនេះគួរតែដល់ពេលចេញហើយសូមលោកប្រុសវាងមេត្តាអត់ធ្មត់រងចាំបន្តិចរងចាំបើរងចាំទៀតម្ហូបត្រជាក់អស់ហើយលោកម្ចាស់នៅខាងក្រៅទ្វារលីនអិនសូមជួបលីនអិនអាចារ្យឥតប្រយោជន៍នោះមករកខ្ញុំធ្វើអីមិនជួបយកទេចុះលោកប្រុសវាងលោកមិនអាចមិនជួបខ្ញុំបានទេណាមករកខ្ញុំធ្វើអីជួយខ្ញុំកំទេចមនុស្សម្នាក់បន្ទាប់ពីសម្រេចការងារខ្ញុំសុខចិត្តយកលីនវ៉ាន់យូនិងភាគហ៊ុនពាក់កណ្ដាលនៃត្រកូលលីងបិទគប់ទាំងស្រុងតើមនុស្សបែបណាទៅដែលធ្វើឲ្យត្រកូលលីនសុខចិត្តចំណាយតម្លៃធំយ៉ាងនេះមើលចុះគឺជារូបគេសំលេងបុកលោកប្រុសវាងស្គាល់គេមិនត្រឹមតែស្គាល់ទេគេជាសត្រូវរបស់ខ្ញុំទៀតផងអូហូពួកយើងមានគោលដៅដូចគ្នាហើយជំរាបលាខ្ញុំដឹងថាព្រះរាជាមានទំនាក់ទំនងទូលំទូលាយតែគាត់តែត្រូវវិធីដើម្បីសម្លាប់វាបានរកល្បីល្បាញចិត្តឆ្ងាយមានតែលោកចេញមុខទេទើបវ៉ាងលីនមុខជាត្រូវស្លាប់ព្រះរាជាឲ្យតាសម្លាប់អ្នកណាគេលោកគ្រូតាវអូយលោកគ្រូតាវម៉ងគឺវានេះហើយវ៉ាងលីនបើកវ៉ាសំជាអ្នករកព្រះនាងលេខ1នៅហៃឈឹងមែននិយាយមកមិនធម្មតាឡើយស្រីប្រកាសហើយនេះជាដែលមានតែអ្នកមានកម្ពូលទើបអាចនៅបានមួយល្វែងតម្លៃ1000លានស្រីប៉ុន្មាន1000លានស្រីអូហូផ្ទះអ្នកមានផ្ដើមចេញពី1000លានតែម្ដងប្រុសចូលចិត្តទេស្រីចូលចិត្តមានប្រយោជន៍អីមិនមែនជារបស់ខ្ញុំផងខ្ញុំក៏គ្មានលុយនៅដែរខ្ញុំត្រឡប់ទៅនៅផ្ទះបាក់បែកតម្លៃ300យូនវិញល្អជាងចុះនេះមានន័យថាម៉េចអ្នកបានជួយខ្ញុំ2ដងធំខ្ញុំប្រកាសជាត្រូវតបស្នងហើយក្រៅពីតម្លៃខ្លួន10លានដែលបានសន្យានឹងអ្នកលើកមុនស្រីឡានមួយគ្រឿងនេះនិងភូមិគ្រឹះមួយនេះជូនអ្នកហើយចុះនេះជូនខ្ញុំមែនឬមែនតើស្រីដល់វេនអ្នកហើយខ្ញុំអៀនណាស់ខ្ញុំក៏មិនឃើញអ្នកអៀនប៉ុន្មានដែរនៅលើភ្នំជួយតាយ៉ាស់នោះរស់នៅលំបាកប៉ុន្មានឆ្នាំហើយឥឡូវដល់ពេលត្រូវសប្បាយរីករាយវិញហើយអូខេខ្ញុំត្រូវត្រឡប់ទៅក្រុមហ៊ុនវិញដើម្បីរៀបចំរឿងប្រកូលទទួលដីធ្លីសិនខ្ញុំទៅវិញហើយណាបាទដើរប្រយ័ត្នតាមផ្លូវណាហេចង្រៃយកឯងមានលុយហើយចិត្តទូលីទៀតត្រឡប់ទៅរើផ្ទះ
ai à ត្រឡប់មកវិញហើយហេត្រឡប់មកវិញហើយខ្ញុំទៅផ្លុំសក់សិនហើយណាកាត់អីនឹងឃើញឯងមុខស្រពោនស៊ូមីធ្វើបាបឯងមែនទេបងស្រីស៊ូល្អចំពោះខ្ញុំណាស់មកពីរឿងផ្សេងវិញទេមានរឿងអីឪពុកម្ដាយខ្ញុំបង្ខំឲ្យខ្ញុំត្រឡប់ទៅវិញហើយរៀបការជាមួយសាច់ញាតិឆ្ងាយបើខ្ញុំមិនត្រឡប់ទៅវិញពួកគាត់នឹងកាត់ការខ្ញុំចោលបងវ៉ាងលីនតើខ្ញុំគួរធ្វើម៉េចទៅប្រាប់ឲ្យរៀបការក៏ទៅឪពុកម្ដាយរៀបការតើពួកគាត់ធ្វើបាបឯងកើតមែនទេបងចង់ឲ្យអូនរៀបការជាមួយអ្នកផ្សេងដល់ថ្នាក់នឹងផងទោះត្រូវរៀបការទៀតក៏ខ្ញុំត្រូវរៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់ដែរក្មេងស្រីអូអញ្ចឹងសុំឲ្យសំណាងល្អចុះខ្ញុំជួយអ្នកមិនបានទេណាអ្នកណាថាបងជួយអូនមិនបាននោះបងធ្វើពុតជាមិត្តប្រុសអូនហើយទៅជួបពុកម៉ែជាមួយអូនទៅមិនចប់ទេអូនមានមិត្តប្រុសហើយចាំមើលថាតើពុកម៉ែនៅមានអីនិយាយទៀតវាមិនសមរម្យតតែសោះខ្ញុំរវល់ការងាររាប់ពាន់ជំពូកមានពេលឯណាទៅគុំអីណាបងប្រុសមានតែបងទេដែលអាចជួយអូនបានហឹមអង្គវណាក៏បានហឹមយល់ព្រមក៏បានចាំតែលើកនេះមួយគត់ណាលើកក្រោយឈប់មានទៀតហើយហឹមលោកតាស៊ូជីហាវមើលចុះអ្នកមកហើយចាំបាច់ទិញកាដូធ្វើអីអ្នកទាំងពីរជាឪពុកក្មេកម្ដាយក្មេករបស់ខ្ញុំហើយមកដៃទេមិនកើតទៅក្មេងនេះមកប្រញាប់ចូលមកចាស់ពូនឹងមីងផ្ទះថ្មីរបស់ខ្ញុំនឹងតុងត្រូវបានដេករួចរាល់ហើយជាវីឡាមួយខ្នងហើយលើកនេះមកគឺចង់អញ្ជើញអ្នកទាំងពីរទៅជាមួយគ្នាចូលរួមពិធីឡើងផ្ទះថ្មីអូយអ្នកមើលចុះក្មេងជាហាវនេះពូកែមែនអាចទិញវីឡានៅក្រុងហៃឆាំងបានទិញវីឡាតុងក្មេងនេះនៅមិនទាន់ស្គាល់តម្លៃនិងចេះថែរក្សាទៀតជាហាវអញកុំបារម្ភតុងខ្ញុំបានប្រាប់ពីអសានវៀតដល់នាងរួចហើយប្រសិនបើនាងនៅតែមិនមកវិញខ្ញុំនឹងកាត់ការនាងចោលតែម្ដងអ្នកពូអ្នកមីងយល់បានរឿងនេះប្រញាប់មិនបានទេសឹមប្រសិនបើដឹងក្តីបានពាក់កណ្ដាលរបស់អ្នកគឺល្អហើយពុកម៉ែកូននាំមិត្តប្រុសមកផ្ទះហើយហេអ្នកពូអ្នកមីងដងឯងថានេះនឹងជាអ្នកណាគាត់ឈ្មោះវ៉ាងលីនជាមិត្តប្រុសខ្ញុំហើយឯងឈប់ហៅខ្ញុំថាតុងទៅខ្ញុំជាមួយឯងស្និទ្ធក្នុងមែនទេថ្ងៃក្រោយសូមហៅឈ្មោះពេញខ្ញុំដងនិយាយជាមួយជាហៅបែបហ្នឹងយ៉ាងម៉េចបើថយមួយជំហានគាត់ក៏ជាបងប្អូនជីដូនមួយឯងដែរតុងក្មេងនេះមិនក៏នាំមិត្តប្រុសមកផ្ទះអញ្ចឹងជាហៅល្អចំពោះកូនប៉ុណ្ណាមិនក៏កូនមិនដឹងចិត្តស្មោះអីខ្ញុំមិនត្រូវការរៀបការផ្សំគុំទេហើយរត់តែមិនរៀបការជាមួយបងប្រុសអត់បានការនេះដែរអ្នកពូអ្នកមីងតូចមនុស្សវ័យក្មេងចូលចិត្តស្រឡាញ់គ្នាតាមសេរីប៉ុន្តែរូអូតុងឲ្យការស្រឡាញ់គ្នានេះត្រូវមើលថាភាគីទាំងសងខាងស័ក្តិសមគ្នាច្បាស់លាស់ដែរឬទេមិនដឹងថាបងវ៉ាងលីនធ្វើការនៅឯណាដែរខ្ញុំគ្រាន់តែជាអ្នកមើលជោគជាតាតាមចិញ្ចើមថ្នល់ប៉ុណ្ណោះមើលជោគជាតាតាមចិញ្ចើមថ្នល់រកប្រាក់បានប៉ុន្មានទៅក្រែងលោត្រូវឲ្យឯងចិញ្ចឹមមែនទេចុះគាត់វិញជាហៅនេះជាសិស្សពូកែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហៃដានហើយថែមទាំងនៅក្រុមហ៊ុនពូជាតិជាអ្នកគ្រប់គ្រងជាន់ខ្ពស់លោកពូហៅសើខ្ញុំលើហើយមនុស្សជុំវិញខ្លួនខ្ញុំសុទ្ធតែបែបនេះមើលចុះពូកែយ៉ាងនេះហើយនៅតែបន្ទាបខ្លួនទៀតបងប្អូនឯងក៏គុំថាយើងមាត់ច្រើនអីមនុស្សប្រុសត្រូវតែមានការងារត្រឹមត្រូវមួយអុយពឹងលើការបោកប្រាស់មិនអាចស្ថិតស្ថេរបានយូរទេចុះបើថ្ងៃក្រោយប្រព្រឹត្តបទល្មើសចូលគុកតើធ្វើម៉េចទៅអញ្ចឹងចុះក្រុមហ៊ុនយើងចៃដន្យនៅខ្វះតំណែងសន្តិសុខម្នាក់ឯងមកដាក់ពាក្យទៅដោយប្រើក្នុងខ្ញុំធានាថាឯងនឹងបានចូលធ្វើការមិនបាច់ទេខ្ញុំជាមនុស្សធ្លាប់តែសេរីមិនចូលចិត្តធ្វើការទេមិនបាច់រំខានអ្នកទេណាមនុស្សយើងមានបំណងរៀងខ្លួនតើក្នុងការដែលត្រឡប់មកវិញហើយទៅផ្ទះថ្មីខ្ញុំចូលរួមពិធីឡើងផ្ទះថ្មីទាំងអស់គ្នាទៅប្រុសបងប្អូនឯងក៏ទៅដែរទៅហើយអត់ការងារធ្វើនឹងទៅធ្វើអីអ្នកមីងបងប្អូនក្នុងការជាមិត្តប្រុសរបស់តើមានហេតុផលអីមិនទៅនោះសំលមុំមនុស្សច្រើនសប្បាយអ៊ូអតើក្មេងស្រីសុទ្ធតែមានចិត្តចង់អួតខ្ចីអត់បានការដូចឯងមកបញ្ជាក់ពីភាពអស្ចារ្យរបស់ខ្ញុំ
Ôi ôi. Ô ní chi lan rồi bỏ nẹ mèn tế. Mèn hơi lan tớp tinh thmây xê rây pram ní prakot chi o lôi chran nà hơi. Ôn nâng không đạt tê. Kron tại lan ní bị bạ tinh bần tích nhôm có trâu bưng knong mật phẹt đài. Bốc rùm tiếng chùm râu bần tham xên chô khnia. Ha sắp mơn. Mơ cho ha sắp mơn này nọ. Bất chi miên anakot là men mình đôi nhạc khla tê. Mơ cho khảo ao mùi tu khuôn bốc bần chô khnia có mình lơ pi rồi đại đăng. Mạ ni dây ấy nắng. Nhôm ni dây mình trâu mèn tế. Mơ mình nú đại anh trâu rơ cho. Trâu rồi vô chi mùi anh nè. Ô. Xong tốt bất men bong ồn. Lan nhôm tôi chi ban tại buôn nẹ tê chăm nhôm chênh thlai tạ si ỏi bong anh nè. Mình ấy tê mình bạch tê nhôm miên lan khuôn anh pê kê ỏi kết vô trâu chết từ tua công đầm bay tại một mọt. Bao rồi cái trong trâu trâu mắc kia thằng nè. Lô cụ. Ni dây bạn ní mình trâu tê. Bong ồn mơ tai sầm pọc krao mình ta bong bạc lan ấy đá. Pro hai chi mình men một tô kisni tê đắng. Pu miên. Lan nhôm chót nơi chết ní tê chăm nhôm tờ bạc một ỏi mờ. Mơ chót bạc lan seri tùm nớp chùm nay rồi bỏ hành. Pro hai chi một tô kisni tôi mùi tê đắng. Mình nụ pi nẹ ní nơi cùng rật khô khnia sờ là. Anh cú tại bạc pnek ỏi thôm hai chơ rơ ỏi ban lọ tờ. Hê. Kron tại tinh ban lan mùi krương so. Miên ấy ở cha nè. Anh bật mọt tờ. Ô. Công khăn ấy kê lao bạp nâng hơi. Prakot hơi. Công bà ròm ấy. Chỉ cơ ấy kroi một tô kisni trở chẹ chiên quát tràn nè. Lan ní xâm lên khlang mà lấy ta chỉ lan ấy nâng. Ní chìa đầm lay pram. Pram liên hé. Thlai mà lệ. Mình thô mà đà tê. Tỏ tờ. Ní chỉ lan anh mền tế. Trơ hai miên ca ấy. Ọt miên ấy tê. Lan lan nhôm một to dường tờ. Nhôm chi lan vinh lọ chiêng lan đầm lại krao mùi liên nhôm chi mình. Srua tê. Ha. Nick. Ôi nơi tại lan anh lọ chiêng mà xin cùng đào cọ đào lọ mình đôi. Lan nhôm tê knong lan trở chẹt khlang nè. Ôn srei ai bay cờ sọc knong trùng. Tỏ tờ. Mình anh tha lan đầm lại pôn man đai nẹ miên. Lan quát mơ tại đằng thà chua kê một hai lan thlai dạng nâng mà nú lụ đô tam trình chăm phơi đôi quát tinh ru dạng mày tớ. Trơ hai nhôm ni dây men mà nú khmiên ca nghiệt phơ đôi chỉ rụp kê mấy nâng ai tinh lan thlai dạng ni ruột. Nẹ miên. Rương chua lan chỉ rương tôi tại tê ru thông nơi khmênh nè lời. Krain lô trơ bọc pra. Bọc tiền khuôn pran tiết ta kết dạng mấy. Ây da nẹ miên công bà rõm chăm bần tích tiết nhôm pro đào ru thông mình ỏi niên trơ pro khôi ní bọc pra tê. Công bà rõm ấy tỏ tờ. Tờ. Ô mình krọ tê tàu vào. Mơ vì là thông ní chót pariya cả ní an tật ní thiếp nâng pteh bùi dường. Bộ rây pteh bùi dường cứ lọ chiên ngày na trơ hai nẹ miên ngày kroi pê nhôm riệp ca chỉ mùi ru thông tờ. Ta ní mình men chỉ pteh rồi bỏ nẹ miên tế. Ôi piệ ní mạ chô chất đập na ai kron tại ti tăng nâng ca tộc tành ní. Vì là ní mình thọc tê mơ tớ. Tam bất tớ có mình thlai pồn màn đài. Bong đạch trâm tại chiêng pram liên pồn nọ. Pồn mán. Pram liên phong. Côn chục chay mền hài. Bất chi thưa ở bùi dương miên mục mọt na hâm mơ chi cùng rù phong. Mình núp bạp ní tớp chi nẹ miên cùng ỏi phụ chu lan bọc ra ỏi so. Bốc lan rồi bó mình men chu tề. Nẹ na chưa tớ. Nơi khang mục ní chi cần lạnh ná. Hai đồ vây miên rõm tha tùm nớp chiên cần lạnh bong trắng. Nẹ miên bất chi miên pnek một mền. Khang mục ní cứ chi vì là scum sky lùm đập công pu này krong. Xuất tay chi cần lạnh đại mình nú miên nạch bom phốt nơ ru nơ. Đầm lấy pteh nhôm mùi knong ní, krain lô tinh ban trâm bần tục tật mùi nơi khang mục nụ tà. Priếp thiếp mình nú bất chi thưa ở khang mền bần tay pteh đại bong tinh ní cứ lọ khlang nà.
Nơi chết mà sẽ thay bẹp ní cũng tại ban squad khnia tê rương chốc chay thom đom kron tại chỉ rương pe về lia bẩn nó. Mình bắt chăm pe còi tê pu dương squad khnia tăng pi lầu hỏi. Chay đòn là na villa mùi khnon nú chia rồi bọc nhom. Bong villa nú chia rồi bọc bong mẹ nước. Pra cọt hơi. Chân bong pết chỉ ở cha na nhom sờ lạnh. Cứ bong hai âm. Mà cha tê cứ chia protein cruza này. Mình mến chia sẻ tê cùng ở kê bọc ban nẹ niên dư bê hai prep mình ní nhom tớp tại một đỏ. Út mình bong pôn tê ta nẹ niên hiên non pù dương tờ mờ tế. Hiên ta. Miên ở vây mình hiến. Tê lời nâng. Tớ có tớ nẹ na khai nẹ nà. Vào ní scum sky bê hai. Ní kron tại chịp này tôi mùi tê chô tờ mơ kháng knong rớt tại scum sky chinh nịch tiết tỏ. Nhôm xôm tuôn miên nẹ ở chốc trầm nâng tơ công bần to sầm đành tiệt ấyประหยัด nẹ đã trời chư chấp cứ khuôn ảnh. Chư chấp. Nhôm trở lọp tờ bê khuôn ảnh miên trời chư chấp ấy tờ hơ. Nẹ pro hai chi mình toàn đăng tê đăng vì là yon đăng thiên si cứ sầm rạp mà ha sẽ thay công pù. Cứ bầm pẹ đôi propon sờ vật phiệp công pù san tê sốc la ven nơi tin ní sốt tại chi tì hiên pi xe chô nị vọt nẹ thưa bột bẹp nị. Bà tú chi mà chấp tê chô đại khmiên ca anu nhát có cung trời kê vi bạch ăn đài. Ô ở côn đại ban rùm lực nhôm pết chi mình toàn đăng mền pru tớp tại tinh ban sầm rạch ca pi prek mình nị ta. Chăm mơ ai dục từ nhôm rong chăm sai chầm ọt nè. First ai nâng. Ní chi phum krư ai cái chôn krao ham chô. Vàng lín bay ca hai san tờ sốc kê mình squat ảnh tề. Chọc miên lôi mình cọ vàng lín lôi hai thưa chỉ miên đo pê kê tùm lì hai anh bay chi mình dục ai lâu lọ hai nơi chầm pu mục ở bục mà đai rồi bọt thòng thòng. Trâu khôi mục ở rồi liền. Mẹ nữ. Anh mơ lọ ba làng vinh mơ thạc nhông chi nẹ nà. Miên xịt đây sọc nà. Cứ lô rứ. Xoa cũng mà chạp tê trở lọp một tê vinh. Dạy kế. Vàng lín bích chi mà chạp tê mẹ nữ. Vì mình ai tơ rùi tê. Quát kron tại chi kru ni tis ôi mình nẹ ta quát ai tinh sbạch chương rùi đòi rồi biệp nà. Ta nẹ chi tu sầm đanh đại quát chun một mèn tế. Cùng một sầm đanh bọc prah bù dương ấy. Cùng toan áo tơ ê lơ sầm đanh bần to tiết rọt. Mình bàn tê chui kriệp hòn. Hưu muối có ở mê ca một toa. Pu miên. Hai na một đò hai ta mình chô tơ ong côi pisa tật bần tịch tế. Ní cứ chỉ ọc ca tè mùi cột. Knong muối chỉ vật ní đầm bếp đua ta miên ở vậy trơ mơ tiết. Mình khmah kế tớ. Khnyom khmah kế nà. To tớ chỉ mùi khnyom pu miên. Khnyom chun tờ. Anh bạc lan chắc cả sầm no rồi bỏ anh trở lọp tờ vinh đời khuôn ảnh tờ. Hesto. Bong ở quân bong na lược ní sầm nàng hai bàn bong miên mật pro đọc bù kè bẹp nì. Bốc mai ôn bà có chi chốc tam ti ôn hơi. Mật pro. Ní chi ca sầm đánh ta khnyom khai chi mật pro niên tăng piỏng cả. Pro. Ta bong mình trong prai khai ca sầm đánh ní ở tới chi ca bật tế. Bạt pro. Lệch buồn. Hết nhôm kron tại chia san tờ sốc mà nẹ nơi khôn bồ rây ní bẩn nọ. Chun po lộc mà cha ở miên sờ vật tập hiệp ta nẹ mình toán chlai nhôm tế. Men hai. Vàng linh. Nì dây bị chết đã trở về dạng ní cú tại cham promo so pu kê tử. Mơ cho. Lên nhôm tờ Bà hiên cùng rạp đẹp đạt tiếp nhôm nâng vi bằng bạ trường. Chăm đo vàng linh một đo pu anh chbah chi slap hai. Dấu pu dương chbah chi slap hai. Lọ. Ai. Nhôm thà pro vàng linh ní đôi chi miên ở vậy chùm lại khâu thom đà mẹn khmên pro. Anh mơ cho mê krom khạc mau nâng mê krom pu kiêu xuất tại cổ rụp kê đôi chi thì tếp cho pu dương. Ta bất chi tốc tô nâng kê ban mẹn tế. Ôi công bà ròm ấy. Nơi khang krao ní nhôm ban cha tăng nẹ ban ship chi tràn sập nẹ oi tại kê hiên lịch một cư nâng trờ bảnh. Lúc đôi cảnh trai hai lớp pì nì. Nơi miên lô cru tàu phong chui ca pì tiếp thì nì pì chuan. Và
លោកគ្រូតាវហ្វុងត្រូវបានគេហៅថាជាគ្រូពេទ្យទេពតើអ្នកមានមុខមាត់ណានៅក្រុងហៃឈឹងដែលបានជួបលោកហើយមិនគោរពកោតខ្លាចលោកនោះកុំបារម្ភអីខ្ញុំចេញដៃមិនដែលភ្លាត់ស្នៀតទេអាយ៉ូមកដល់ទីនេះហើយបាទមកអេយ៉ាជូនពរឲ្យពួកយើងទទួលបានជោគជ័យតាំងពីដំបូងជូសាវ៉ាងលីនត្រូវហើយក្មេងស្រីទេល្អ260001 34 469 0001 35 519 អាវ៉ាងលីនឯងចូលមកដោយរបៀបណាដើរចូលមកដោយចំហមែនទេមិនអាចទេខ្ញុំបានរៀបចំអ្នកបាញ់ស៊ីបរាប់សិបនាក់នៅខាងក្រៅតើឯងអាចដើរមកដល់ទីនេះទាំងមានជីវិតបានយ៉ាងដូចម្ដេចអូយឯងនិយាយពីអាមួយនេះមែនទេត្រឹមក្រុមតកាសំណល់ទាំងនេះចង់មកធ្វើបាបខ្ញុំហើយលោកគ្រូតាវហ្វុងអាល្អិតនេះមានសមត្ថភាពបន្តិចបន្តួចត្រូវសុំឲ្យលោកគ្រូចេញមុខហើយវ៉ាងលីនឯងមិនមែនជាមនុស្សធម្មតាទេមើលទៅឯងក៏ជាអ្នកចេះវិជ្ជាដែរចូលនិយាយមកតើឯងរៀនវិជ្ជាពីគ្រូណាឯងមិនទាន់ស័ក្តិសមនឹងដឹងពីគ្រូរបស់ខ្ញុំទេមិនប្រាប់ទេលោកគ្រូតាវហ្វុងគឺជាមេបច្ចជំនាន់នេះនៃបាក់ស៊ូនអ៊ីគាត់ជាគ្រូទីដ៏ពូកែឲ្យតែគាត់ចេញមុខឯងមុខជាស្លាប់វ៉ាងលីនឯងគ្រាន់តែអាចអួតបានបន្តិចបន្តួចនៅពេលនេះប៉ុណ្ណោះឲ្យតែលោកគ្រូតាវឲ្យតែគាត់ចេញមុខឯងនឹងប្រែជាឈាមមួយធ្លុកស្លាប់ដោយគ្មានកន្លែងកប់ឡើយពូកែយ៉ាងនេះអញ្ចឹងខ្ញុំទៅហើយឥឡូវទើបតែនឹកឃើញចង់ទៅរួចរាល់អស់ហើយស្ដាប់ខ្ញុំប៉ូលីប៉ូលីតើអ្នកកំពុងធ្វើអ្វីចំពោះវ៉ាងលីននេះជាអារាមមើលវិញ្ញាណរបស់ខ្ញុំនៅពេលចាញ់ការស្រូបយកវត្ថុអាក្រក់រាប់ពាន់នៅក្នុងអារាមតើអ្នកនៅខាងក្នុងនឹងមិនស្លាប់យ៉ាងដូចម្ដេចត្រូវគេកាប់ចាក់រាប់ពាន់ដងរហូតដល់ហូរឈាមតក់ចុងក្រោយคล้ายជាសាច់ជ្រូកស្លាប់យ៉ាងប្រកបលោកពូទី2ខ្ញុំសូមអង្វរលោកលេងវ៉ាងលីនទៅបានទេលោកឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរខ្ញុំនឹងប្រគល់តំណែងមេគ្រូសាលីនឲ្យទៅលោកឲ្យតែលោកអាចបញ្ចុះបញ្ចូលលោកគ្រូហ្វុងឲ្យលេងវ៉ាងលីនបានហេក្មេងស្រីតើអ្នកមិនមែនជាស្ត្រីខ្លាំងពូកែទេតើអ្នកមិនមែនជាអគ្គនាយិកាលីនដ៏ល្បីល្បាញទេហាតើហេតុអ្វីបានជាអ្នកមានពេលមកអង្វរគេដែរមិនខ្វល់ទេវ៉ាងលីនប្រុសត្រូវតែស្លាប់តំណែងមេគ្រូសាលីនប្រកាសជារបស់ពួកយើងអាម៉ាថោកទាបតើអ្នកដឹងទេថាមានពាក្យមួយឃ្លាថាអសមត្ថភាពតែខឹងសម្បាឥឡូវនេះអ្នកគឺជាបែបនឹងហើយមើលទៅដូចជាបែបនេះប៉ុន្តែកុំបារម្ភខ្ញុំនឹងមិនឲ្យវ៉ាងលីនស្លាប់ដោយស្រួលនោះទេខ្ញុំនឹងធ្វើឲ្យវារងទុក្ខវេទនាយ៉ាងខ្លាំងរហូតដល់ស្លាប់ក្មេងស្រីសៀវគឺយប់នោះនៅខេត្តធីវីខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកហើយប៉ុន្តែអ្នកមិនចេះស្រឡាញ់ថែរក្សាវ៉ាខ្លួនឯងទេដើមឡើយមិនពាក់ព័ន្ធនឹងវ៉ាងលីនទេគឺអ្នកទេដែលជំរុញអូសទាញគេចូលមកមិនមែនខ្ញុំសម្លាប់គេទេគឺអ្នកសម្លាប់គេនៅក្នុងរង្វង់អក្សរាវ៉ាន់ហ៊ុននោះគ្មានចលនាតតែសោះតើគេប្រហែលជាស្លាប់នៅខាងក្នុងនោះទេដឹងខ្ញុំមិនជឿទេវ៉ាងលីនខ្លាំងពូកែណាស់គេប្រកាសជាមានវិធីគេដាច់ខាតមិនស្លាប់ទេត្រូវហើយវិជាសាស្ត្រវេទមន្តរបស់វ៉ាងលីនខ្លាំងខ្លាណាស់គេប្រកាសជានឹងមិនអីទេអ្នកទាំងពីរខ្ញុំគ្រូហ្វុងចេញដៃមិនដែលបរាជ័យឡើយនេះគឺវ៉ាងលីនស្លាប់បាត់ហើយចាំបន្តិចតើអ្នកកាត់អីហ្នឹងគ្មានអីទេប្រហែលជាប្រើប្រាស់អំណាចវេទមន្តច្រើនពេកហើយខ្ញុំសម្រួលបន្តិចគឺបានហើយលែងដៃទៅគេងមិនលក់សោះមិនអាក្រក់ទេដែលអាចបង្កើតរង្វង់អក្សរាវ៉ាន់ហ៊ុននេះបានចាត់ទុកថាមានសមត្ថភាពបន្តិចបន្តួចដែរវ៉ាងលីនអ្នកមិនអីទេប្រកាសណាស់រង្វង់អក្សរាតូចតាចប៉ុណ្ណឹងចង់មកធ្វើបាបខ្ញុំផងត្រឡប់ទៅហាត់រាប់រយឆ្នាំទៀតទៅតើអ្នកជានរណាឲ្យប្រកាសហើយអ្វីសូម្បីតែរង្វង់អក្សរារបស់ខ្ញុំក៏មិនអាចសម្លាប់អ្នកបានអូសមត្ថភាពប៉ុណ្ណឹងមិនស្មើនឹងសិស្សនៅលើភ្នំរបស់ខ្ញុំផងមកធ្វើបាបខ្ញុំធ្វើអីរៀមច្បងខ្ញុំមានភ្នែកមើលមិនស្គាល់ភ្នំតៃសានបានប្រមាថដល់ព្រះពិតហើយរឿងទាំងអស់នេះមិនមែនជាបំណងរបស់ខ្ញុំទេគឺពួកគេពីរអ្នកបង្ខំខ្ញុំឲ្យធ្វើទេរឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ
មេតាផងរៀមច្បងសូមលើកលែងទោសឲ្យខ្ញុំមួយជីវិតផងខ្ញុំព្រមចុះចាញ់ហើយនៅក្នុងរមាសមើលប្រលឹងមានអាចកំបាំងជ្រៅណាស់មិនដឹងថាអវយវៈដែលនៅសល់របស់អ្នកមានមនុស្សប៉ុន្មានអ្នកទៀតជ្រើសរើសឡើយជួយផងសម្រាប់ខ្ញុំហាមវ៉ាងលីនខ្ញុំមានភ្នែកមើលមិនស្គាល់មនុស្សសូមអង្វរអ្នកលើកលែងទោសឲ្យខ្ញុំផងខ្ញុំមាត់ខ្ញុំមិនទាន់ដល់ថ្នាក់ត្រូវស្លាប់ទេដឹងបើគ្មានខ្ញុំប្រើបណ្ដាសាទេតើអ្នកអាចភ្លេចផែនការលេបត្របាក់នេះបានឬបាទវ៉ាងលីនខ្ញុំមិនខ្លាចអ្នកទេអាចង្រៃត្រកូលផេងក៏មិនព្រមបញ្ចប់ត្រឹមនេះដែរបើវិញតើឈឹងបោកអ្នកបានខ្ញុំនៅតែអាចរកមនុស្សដែលពូកែជាងគេបានទៀតគំនុំនៅមិនទាន់ចប់ទេតើសងសឹកឬអត់ចឹងខ្ញុំមិនភារកិច្ចរបស់ខ្ញុំគឺបញ្ជូនទៅស្ដេចជើងវិនស្រីឈួតបងប្រុសវ៉ាងលីនអ្នកមិនទាន់មកជួយពួកយើងទៀតអូមកហើយឬអ្នកវ៉ាងលីនមិនអីទេបងប្អូនស្រីទាំងឡាយពេងលីក្រោកឡើងភ្លាមលុបបំបត្តិ